រូបថតលោកគ្រូខ្ញុំកាត់តរួចហើយយើងអាចរកពេលណាមួយទៅរៀនមួយជីវិតយើងរៀបការតែម្ដងទេខ្ញុំមានកសិដ្ឋានជ្រូកចិញ្ចឹម 1000 ក្បាលចាំខ្ញុំជូនទៅថតតែ2នាក់អស់តែ 1500 រយន្តទេចាំប្តីអ្នកប៉ាមិនចាំបាច់អញ្ចឹងទេបើសន្សំបានតិចតួចយើងសន្សំទៅក្រែងលោនៅថ្ងៃមុខយើងអាចចំណាយលើអ្វីផ្សេងបានអាយយមិនទាន់រៀបការផងនេះគិតខ្លាចប្តីអស់លុយហើយលោកចៅតើពេលណាយើងរកពេលទៅជាងឈឹងចោះអេតាស៊ីវិលរួចមកចាំយើងទិញផ្ទះនេះហើយប្រញាប់ទៅណាចុះយប់នេះយើងសាក់លបងគ្នាសិនទៅម៉ៅនេះជាថ្នាក់ថ្នមខ្ញុំកុំថាឡើយទិញជីវិតរបស់ខ្ញុំក៏ព្រមឲ្យដែរលោកចៅក្រាញ់ចរចាគ្នាថាយើងរៀបការខ្លាំងៗទេណាមួយពេលដកកម្ចីទិញផ្ទោខ្ញុំជាអ្នកសងលុយផ្ទាល់វិញសិនសាំងបើសិនមិនបានចំណូលពីកសិដ្ឋានជ្រូកខ្ញុំទេស្មានតាអ្នកគ្រូបង្រៀនគណិតវិទ្យារកមួយខែដល់មួយខែដូចជានាងអាចឲ្យគេខ្ចី5លានយ៉ាត់មែនទេលោកជ័យខ្ញុំឲ្យលុយសុទ្ធដើម្បីខ្ចីរបាយការណ៍កសិដ្ឋានលោកខ្ញុំប្រាប់នាងចុះបើមិនដោយសារតែសម្រាប់របស់នាងទេក៏ខ្ញុំមិនរវល់រឿងនេះដែរសៀសាំងស្ដាប់ខ្ញុំឲ្យច្បាស់បើយប់នេះមិនព្រមឲ្យខ្លាយទៅជាការពិតទេអញ្ចឹងនាងអាចបំភ្លេចរឿងនេះទិញផ្ទះខ្មោចនោះទៅនេះជាអនុស្សាវរីយ៍តែមួយគត់ដែលប៉ាម៉ាក់ខ្ញុំមិនសល់ទុកហើយលេងសៀការខ្លាញ់ខ្លាយសៅអញរើសច្រើនម្លេហើយទទួលយកមិនបានពិតមែនចុះបើយើងឆែក website គូស្នេហ៍យ៉ាងម៉េចវិញលោកសាំងគ្រូគណិតចូលមកបង្រៀនលោកប្រុសតូចកំពុងខ្វះខាតខ្លាំងគ្រូគណិតជួលមកបង្រៀនលោកប្រុសតូចកំពុងខ្វះខាតខ្លាំងដំបងខ្ចីលុយទិញផ្ទះរួចយកធ្វើអចលនទ្រព្យខ្ចីធនាគារបានលុយនោះហើយក៏រត់ចោលសឹកបោកប្រាស់បែបនេះហួសសម័យណាស់ហើយក៏អាប់អំគ្រូគណិតដទៃទៀតដែរចំណតឡានក្រុងលេខ108ទៅសម្ភាសនៅផ្ទះសង្ហោនាងមានកំណើតនៅប៉េកាំងនាងជាសិស្សពូកែគណិតវិទ្យាបញ្ចប់ការសិក្សានៅវិទ្យាល័យប៉េកាំងពេលឃើញរូបដំបូងខ្ញុំក៏គិតថាអ្នកនាងលែងសៀនាងស្អប់គណិតវិទ្យាណាស់បើសិនជានាងនៅរស់ពិតមែននាងក៏មិនធ្វើជាគ្រូគណិតដែរលោកសាំងតើលោកគួរចាប់ផ្ដើមកែសម្ភាសទេមិនចាំបាច់ទេដើម្បីបង្រៀនគ្រួសារសាំងអត្តចរិតនិងចំណេះដឹងត្រូវតែសំខាន់កញ្ញាគួរចាប់អើយកុំរិះសំបីបងសមាជិក website ក៏អត់ដែរអញ្ចឹងតើទៅជួបតាកាប់ជ្រូកតាហ្វូណូសំណាងឲ្យបងឯងជាមនុស្សឆ្លាតបងបានរកប្តីឲ្យអញហើយ1.6 ម៉ែត្រកំពូលសង្ហាហើយគេឲ្យបណ្ណាការ8លានទៀតនេះមើលទៅបងទៅយកអេតាស៊ីវិលឲ្យទៀតមើលចេញមកក៏ដឹងថាគេបោកដែរបងសូមប្រឆាំងការឆោបោកខំឲ្យខ្ញុំរៀបការជាមួយនឹងមនុស្សបោកប្រាស់ទៀតសិនឈានខ្ញុំជាប្អូនជីដូនមួយបង្កើតណាមនុស្សបោកការគ្មានផ្លូវទេគេបានសួរពីលេខកុងធនាគារអញទៀតអញ្ចឹងយប់នេះលុយចូលហើយបងថែមទាំងឲ្យគេដឹងពីលេខធនាគារខ្ញុំទៀតមែនទេសាងទៅជាចិត្តគ្រួសារនេះមិនចង់បានអីក្រៅពីឯងល្អទេអញ្ចឹងកុំខំយើងជំនាញបោកម្នាក់នេះនៅស្ទើរតិចគេដឹងគ្រាន់បើហ៊ានយករូបសាំងអ៊ីហឹងមកបោកយើងតែនៅតែសរសេរឈ្មោះខុសទៀតបណ្ដាការ8លានលោកសាំងអាការៈម៉ាក់ខ្ញុំយ៉ាងម៉េចហើយដូចលោកប្រធានគិតអញ្ចឹងអ្នកស្រីសាំងគាត់ធ្វើពុតទេគាត់បានរៀបចំការណាត់ជាមួយកញ្ញាអានឲ្យលោកពេលល្ងាចនេះចុះអ្វីខ្ញុំឲ្យអញរៀបចុះលោកសាំងក្រុមការងារយើងបានរៀបចំអេតាស៊ីវិលរួចហើយដូចដែលលោកបានស្នើអញ្ចឹងក្នុងទូរស័ព្ទនេះមានប្រវត្តិរបស់កូនក្រមុំទាំងអស់ដាក់ឈ្មោះថាអូនសម្លាញ់នាងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យពេទ្យកាំងហើយឈ្មោះអីមិនសំខាន់នោះទេឲ្យតែនាងអាចចេះបត់បែនបានអង្គុយប្រាប់ខ្ញុំមកថាម្នាក់នោះគេពិការឬក៏វិកលចរិតហេតុអីគេហ៊ានឲ្យបណ្ដាការដល់ទៅ8លានទាំងដែលយើងមិនធ្លាប់ស្គាល់គ្នាផងអូយសួរច្រើនម៉េះប្រហែលជាគេមានសង្សារប្រុសហើយក៏យកឲ្យធ្វើជាប្រពន្ធកុំឲ្យគ្រួសារគេជេរប៉ុណ្ណឹងយ៉ាងណាវិញម្នាក់ដែលអញស្រឡាញ់7ឆ្នាំមុនប្រហែលកុំគិតវាអីនេះឱកាសរបស់ឯងហើយឯនេះជាប្រហែលសម្រាប់ឯងណាត់គ្នាទន្ទិញឲ្យចាំទៅ
យើងជួយឯងមហិមាណាស់ម្ដងនេះអញ្ចឹងខែនេះឯងត្រូវជួយការលក់យើងវិញអូខេចេញទៅអាយយលោកគ្រូពេទ្យជិតដល់ពេលខ្ញុំទៅហើយមែនទេអ្នកស្រីអាការទាំងនេះគឺផ្លូវចិត្តទាំងអស់បញ្ហាផ្លូវចិត្តត្រូវយកចិត្តមកព្យាបាលហើយកូនប្រុសយើងអាយុ30ឥឡូវហើយគេនៅមិនទាន់មានប្រពន្ធទៀតយើងខ្លាចតែយើងមិនរស់ទាន់ពេលបានពរចៅយើងទេទុកទៅចាងអូជួយពិនិត្យសម្បត្តិថ្នាំនេះមើលបើម៉ាក់ខ្ញុំលាបហើយគាត់នឹងជាភ្លាមទេអូហ៊ានយកលិខិតคล้ายៗមកបោកម៉ាក់ឯងផងអេម្សិលមិញតែលតោដោយកូនកណ្ដុរតែថ្ងៃនេះមានប្រពន្ធយ៉ាងម៉េចថ្ងៃស្អែកមានកូនហើយមែនទេការពពោះប្រើពេល9ខែអញ្ចឹងម៉ាក់ជឿលើវិទ្យាសាស្ត្រផងទៅប៉ុន្តែលិខិតនេះមែនទេម៉ាក់រៀបចំគូស្រករឲ្យព្រោះចង់ឲ្យឯងសប្បាយចិត្តម៉ាក់មិនចង់បានមនុស្សមិនស្គាល់គ្នាមកបោកម៉ាក់ទេខ្ញុំក៏មិនចេះតែរើសដែរពួកយើងតាក់ទងគ្នាកន្លះឆ្នាំហើយគ្រាន់តែខ្ញុំរកពេលប្រាប់ម៉ាក់មិនបានអត់ទេបាញ់ចឹងមែនចាំខ្ញុំខលទៅនាងចោះដើម្បីឲ្យគេជូនពរម៉ាក់ឥឡូវម្នាក់នេះពិតជាស្រឡាញ់ដៃគូរបស់គេខ្លាំងខ្លាមែនរហូតដល់សរសេរសៀវភៅស្នេហាទៀតនៅចង់ថាមិនបោកម៉ាក់ទៀតអេបើយករូបអ្នកផ្សេងមកប្រើម៉ាក់អាចនឹងជឿតែឯងយករូបអ្នកដែលឯងស្រឡាញ់ដែលស្លាប់7ឆ្នាំមុនមកប្រើទៅស្លាប់ទៅលេខាលីនស្អែកអស់ការងារធ្វើហើយតិចទៀតកញ្ញាអានមកដល់ហើយបើឯងធ្វើឲ្យការណាត់យប់នេះបរាជ័យទៀតកុំនិយាយរកម៉ាក់ណាអានរੂនេះកែភ្នែកនាងដូចជាចកមើលជាអញ្ចឹងបើខ្ញុំមិនដោយតាមការណាត់នេះច្បាស់ជាចប់ហើយកញ្ញាសិនសាំងអាចមានមុខមាត់ប្រហាក់ប្រហែលមែនប៉ុន្តែនាងបោកខ្ញុំមិនបានទេយកនាងមកប្រើមកពេលសិនចុះម៉ាក់នារីក្នុងរូបម្នាក់នេះមិនមែនលេងសៀទេគេជាគ្រូគណិតវិទ្យានៅសាលាលីស៊ីងឈ្មោះថាសិនសាំងគ្រាន់តែនាងមានមុខមាត់សាដៀងលេងសៀតែប៉ុណ្ណោះនៅចង់បោកម៉ាក់ទៀតបើម៉ាក់មិនជឿខ្ញុំទេស្អែកមកការិយាល័យខ្ញុំមកទៅក៏បានលោកសាំងម្សិលមិញជាកំហុសរបស់ខ្ញុំព្រោះរវល់ចាត់ចែងរឿងគ្រូបង្រៀនពេករហូតភ្លេចដំណើរការឲ្យតាស៊ីវិលមិននឹកស្មានថារឿងនេះផ្ទុះបែបនេះសោះរវល់ចាត់ចែងខ្លាំងមែនទេមិនជាយកបញ្ហាទាំងអស់មកដាក់លើយើងទៅវិញពិតជាដៃស្ដាំយើងមែនលោកសិនយកមិញខ្ញុំនិងមេធាវីបានធ្វើកិច្ចព្រមព្រៀងថ្មីនៅពេលកញ្ញាសិនមកដល់ខ្ញុំក៏ដកហូតលិខិតសម្គាល់ខ្លួននាងទុកខ្ញុំធានាជៀសវាងការឆក់បោកទ្រព្យសម្បត្តិសួស្ដីលោកសាំងយកមិញខ្ញុំរវល់តែអានសៀវភៅដែលលោកឲ្យទៅមិនបានលើកទូរស័ព្ទលោកសិនអ៊ីហឹងម្នាក់នេះមិនសង្ហាដូចរូបអេតាស៊ីវិលសោឯណាលិខិតសម្គាល់ខ្លួនអូននេះនៅនេះទាំងអស់កញ្ញាសិតមើលឆ្អែតនៅគឺខ្ញុំសុំទោសលោកសាំងខ្ញុំគ្រាន់តែគិតថាមុខលោកដូចមិត្តភក្តិចាស់ខ្ញុំមែនទែនគេឈ្មោះថាមិនចាំបាច់ប្រាប់ខ្ញុំទេខ្ញុំក៏មិនចង់ដឹងពីដំណើរជីវិតនាងឡើយហើយក៏កុំចង់ដឹងពីខ្ញុំបន្ថែមទៀតហើយខ្ញុំក៏មានក្រុមមេធាវីកំពូលធ្វើការជាមួយយល់ល្អកញ្ញាសិននាងគួរតែឈប់គិតពីការឆក់បោកទាំងអស់នោះទៅតើគេគិតថាខ្ញុំនឹងនិយាយដើមសង្សារប្រុសគេតែអ្នកផ្សេងឲ្យខូចគេឈ្មោះមែនទេសូមទុកចិត្តចោះលោកសិនក្នុងអំឡុងពេលរៀបការរបស់យើងខ្ញុំនឹងគោរពពាក្យសន្យារបស់ខ្ញុំមិនចេះនិយាយដើមគេទេកុំត្រាគ្មានបញ្ហាទេបើសិនជាមានរឿងអីកើតឡើងវិច្ចបង្វិចទៅលែងសៀឯងគោរពវិញ្ញាណក្ខន្ធអកធាត់សាំង7ឆ្នាំមកហើយគេមិនអាចជាអកធាត់សាំងបានទេណាមួយបើជាគេពិតមែនហេតុអីគេមិនស្គាល់ខ្ញុំហេតុនេះទើបអធាត់សាំងនិងសិនអ៊ីហឹងមកដូចគ្នាម្លេះដោយសារគេជាបងបង្កើតអធាត់សាំងមិនអាចទេត្រូវសួរគេពីទំនាក់ទំនងរបស់អ្នកទាំងពីរចាស់កញ្ញាសិនរៀបចំអីវ៉ាន់ហើយឬនៅរួចហើយចាំខ្ញុំចុះទៅបន្តិចទៀតនឹងដឹងការពិនវេលាមួយនេះនៅជិតក្រុមហ៊ុនយូទៅលោកសាំងទៅម្ដងអញ្ចឹងហើយគ្មានអ្នកបម្រើនៅតែកងឡានទេបើត្រូវការអីចាំបាច់អាចប្រាប់លោកសិនតែផ្ទាល់បានមិនអីទេខ្ញុំឃើញបេឡានក្រុងនៅជិតនេះដែរតើមានពេលគួររៀបចំផ្ទះឲ្យដូចអ្នកទាំងពីរទើបរៀបការហើយទៅអ្នកស្រីសិននឹងមកទីនេះនៅម៉ោង7ល្ងាចអញ្ចឹងប្រយ័ត្នសម្ដីផងមិនអីទេទុកចិត្តចុះលេខាអាលីនប្រយ័ត្នមករឿងអីមិនបានជាខ្លាចម្លេអ្នកស្រីអ្នកម៉ាក់ប៉ាកាន់ខ្ញុំទេ
បើខ្ញុំហៅម៉ាក់បែបនេះខ្ញុំស្មានថាម៉ាក់មកពេលល្ងាចអេអ្នកស្រីម្ចាស់មុននាងពិតជាមានមុខមាត់ដូចនាងល្អិតលេងសៀនោះមែនទេបើយើងមិនមកដល់មុនទេធ្វើមិនទឹកដឹងថាពីអ្នកឯងរកកំណត់បោកយើងប្រាប់មកតាកូនប្រុសយើងឲ្យនាងប្រមាណលានទៅនាងមកសម្ដែងបែបនេះ8លានយន់ខ្ញុំយល់ស្របនឹងម៉ាក់ថា8លានយន់វាពិតជាច្រើនសម្រាប់បណ្ដាការប៉ុន្តែបង្ហឹងនៅតែប្រកែកថាក្តីស្រឡាញ់របស់យើងជ្រាលជ្រៅណាស់ស្នេហាជ្រាលជ្រៅរបស់ឯងទៅតែមានពេលអូសវ៉ាលីចូលទេតែយើងមើលឃើញច្បាស់ថាវាមិនពិតទេត្រូវទេម៉ាក់បង្ហឹងនៅតែប្រកែកឲ្យខ្ញុំចូលមករស់នៅជាមួយគៀតតែខ្ញុំគិតថាមនុស្សប្រុសនិងស្រីមិនគួរនៅជាមួយគ្នាមុនរៀបការទេខុសប្រពៃណីណាអញ្ចឹងខ្ញុំគិតថាគួរតែនៅរៀងខ្លួនសិនទៅទម្រាំដល់ថ្ងៃការមកដល់សង្ឃឹមថាម៉ាក់មិនគិតថាខ្ញុំចាស់កម្រិតចូលមិននឹកស្មានថាគ្រូគណិតឥឡូវប៉ាកែសម្ដែងបែបនេះសោผู้ฉันขายไอกวนผู้จูสกี้นั้นตอนนี้จะจะนักขังโอเชื่อจะมาตกพวกไอก็ไรម៉ាក់ពិតជាពូកែខាងបំភ័យកូនប្រសាររបស់ខ្លួនពិតមែនគ្រាន់តែចង់ផ្គប់ចិត្តរបស់ម៉ាក់ឯងជួលមនុស្សដែលមិនស្គាល់មករៀបការអូម៉ាក់ជារឿងធម្មតាទេដែលម៉ាក់ចង់ដឹងអំពីខ្ញុំឲ្យបានលម្អិតជាងនេះម៉ាក់ឃ្លានហើយនៅចាំខ្ញុំទៅធ្វើម្ហូបជូនមិនចាំបាច់ធ្វើនោះទេម៉ាក់គួរតែញ៉ាំបាយនៅផ្ទះទៅធ្វើម្ហូបនៅទីនេះមានផ្សែងនិងក្លិនណាស់ប្រពន្ធខ្ញុំស្អប់ក្លិនខ្លាំងណាស់លោកស្រីមើលទៅដូចជាពេញចិត្តអ្នកនាងតូចហើយហេតុអីធ្វើឲ្យគាត់ពិបាកទៀតអ្នកប្រុសដូចជាខឹងខ្លាំងណាស់ទើបដេញយើងចេញមកបើខ្ញុំមិនធ្វើបាបនាងធ្វើម៉េចកូនអ៊ីចេញមកការពារនាងមិនចឹងទេមិននឹងមានពលឺស្នេហ៍លោកស្រីពិតជាគិតគូរមែនប៉ុន្តែអ្នកស្រីតូចជាអ្នកដែលអ្នកប្រុសជួលមករៀបការទេចុះស្នេហាពិនហើយតាំងពីលេងសៀនាងបានស្លាប់មកកូនអ៊ីក៏បានចាក់សោបេះដូងរបស់គេរាប់ឆ្នាំហើយសូម្បីតែឆ្កែចិញ្ចឹមក៏ជាឈ្មោះទាំងអស់ដែរឲ្យលុយឬមិនឲ្យខ្លាញ់ខ្លាយក៏ដោយប៉ុន្តែយ៉ាងហោចណាស់គេស្រឡាញ់ស្រីកុំពិបាកចិត្តអីចាំប្រឡងពេលក្រោយចាំយើងមករៀនឯង Don't say goodbye លោកសិនហេតុអីបានទូតកកសុទ្ធតែការ៉េមអញ្ចឹងកុំប៉ះពាល់របស់គេផ្ដេសផ្ដាស់ដែលគ្មានការអនុញ្ញាតពីម្ចាស់តើមានសុជីវធម៌ទេកញ្ញាសិនលោកសិនខ្ញុំនិយាយពីការ៉េមនេះព្រោះខ្ញុំនឹកឃើញប្អូនបិទមាត់នៅពេលដែលនៅក្នុងផ្ទះរបស់ខ្ញុំពីពេលនេះតទៅហាមប៉ះពាល់របស់ផ្ដេសផ្ដាស់ឲ្យសោយល់ហើយសុំទោសតើគេទុកការ៉េមទាំងនោះព្រោះគេចង់រក្សាអនុស្សាវរីយ៍របស់កាម៉ាប់មែនទេមើលទៅការស្លាប់របស់កាម៉ាប់ក៏ប៉ះពាល់គេធ្ងន់ដែរនោះទើបគេមិនរំលឹកសាំងលីនហួយទុកអារម្មណ៍នេះមិនមែនជាលេងសៀទេកញ្ញាសិនទៅវិញសិនបានពួកយើងនឹងពិភាក្សាគ្នាបើកញ្ញាអាចបង្រៀនបានអរគុណសុខសប្បាយត្រូវការអីតាក់ទងមកខ្ញុំចុះតោហើយគួរឲ្យខ្ពើមខ្ញាស់បែបនឹងណាធ្វើជាមកចោះឈ្មោះដើម្បីមកញ៉ាំនំរបស់យើងលើកទី4ហើយខែនេះមានតែអត់ធ្មត់ដូចឯងទេទើបទ្រាំនឹងគេបានទៅវិញទៅសិនសានឆាប់ចេញមកខ្ញុំគឺសិនសានតើមានបញ្ហាអីដែរគ្រូគួរដូចនាងគ្មានគេខ្មាស់ទេនាងហ៊ានមកដណ្ដើមប្តីយើងផងខ្ញុំមិនដែលស្គាល់ប្តីអ្នកនាងទេប្រហែលជាមានការយល់ច្រឡំហើយច្រឡំម៉េអីនេះជាការរបស់នាងឲ្យប្តីយើងម្សិលមិញយល់ច្រឡំយ៉ាងម៉េចទៀតនេះជាការខ្ញុំមែនទេតែខ្ញុំដាក់ច្បាប់ម្សិលមិញមិនបានជួបភ្ញៀវណាទេចាប់បាននឹងនៅមុខហើយមិនទទួលកំហុសទៀត2នាក់ចាប់នាងគ្មានគេខ្មាស់នេះទៅចោលនៅតាមផ្លូវទៅចាំមើលគេទទួលកំហុសឬអត់កុំប៉ះខ្ញុំបើចូលមកទៀតខ្ញុំនឹងប្តឹងប៉ូលីសអ្នកស្រីចាងខ្ញុំមិនទទួលអ្វីដែលខ្ញុំមិនបានធ្វើទេលោកសាងគិតថាលោកស្រីព្រមឲ្យអ្នកស្រីសិនបង្រៀនហើយព្រោះគាត់មានការសង្ស័យលើការសម្រេចចិត្តរៀបការរបស់នាងដែរទេជប់គិតទៅឆាប់ទៅក្នុងរៀបឯកសារទៅនៅឈរធ្វើអីទៀតឆាប់ទៅយកទូរស័ព្ទពីនាងចង្រៃនេះភ្លាមមកនេះលែងខ្ញុំលែងដៃខ្ញុំឈប់ភ្លាមលែងសាំងទៅយ៉ាងសៀឈប់ភ្លាមឆាប់លែងដៃនាងទៅយ៉ាងសៀ
មានបញ្ហាអីមិននិយាយគ្នាសិនទៅអ្នកដែលជួបប្តីនាងគឺជាខ្ញុំដោយសារតែខ្ញុំអស់ការទើបយកកាត់សិនសាំងឲ្យជំនួសគិតថាយើងជឿអញមែនទេសម្រាប់នាងនោះសមនឹងដណ្ដើមប្តីគេណាមើលទៅមិនដឹងបានប្រមាណអ្នកទេកាលីភ្នែកក៏ដឹងចរិតគេដែរអ្នកស្រីបង្កបញ្ហានិងបង្ខូចគេឈ្មោះដោយចេតនាគឺជាការបំពានច្បាស់អូហើយចុះឯងទាំងពីរជាស្អីនឹងគ្នាមើលទៅការពារគ្នាណាស់ណែកុំប្រាប់ថានាងក៏ជាស្រីកំណាន់របស់លោកដែរនោះមិនក៏ខ្ញុំមានអារម្មណ៍ចំពោះនាងចឹងចាងសៀយកទូរស័ព្ទឲ្យខ្ញុំតាមពិតខ្ញុំយល់ច្រឡំសោក្រុមហ៊ុនរបស់យើងតម្រូវឲ្យមានការថតសម្លេងទុករាល់ការប្រជុំជាមួយភ្ញៀវស្ដាប់ទៅលោកចាងខ្ញុំបានណែនាំថ្នាក់វឹកហាត់រួចរាល់ហើយលោកយល់យ៉ាងណាដែរអ្នកគ្រូសិនឈប់ធ្វើពុតទៅស្លៀកពាក់បែបនេះមករកខ្ញុំអ្នកគ្រូគិតថាចង់មកធ្វើឲ្យខ្ញុំតិចថ្នាក់អ្នកគ្រូមែនទេមនុស្សដូចជាគេគួរឲ្យខ្ពើមប្រពន្ធគេនៅហ៊ានមករករឿងគេទៀតនាងមិនស្គាល់ចរិតប្តីរបស់នាងទេមែនទេអាចចង្រៃទៅវិញយើងនឹងសម្លាប់ឯងឬសំណាងឲ្យដែរមិនមែនជានាងទៅវិញលោកសិនអរគុណដែលចេញមកជួយខ្ញុំហេតុផលដែលខ្ញុំខាត់លោកមុននេះព្រោះខ្ញុំមិនចង់ឲ្យលោកជួបបញ្ហាដែលមិនចាំបាច់បើមុននេះមានបញ្ហាខ្ញុំច្បាស់ជាឈ្នះហើយប៉ុន្តែនាងគិតគូរពីខ្ញុំសោះក្រៅពីកងត្រារាជការនេះមានអ្វីដែលខ្ញុំត្រូវឯកភាពទៀតទេខ្ញុំកំពុងរកគ្រូបង្រៀនទៅបង្រៀនអ្នកប្រុសតូចគ្រួសារសិនសង្ហៅគឺជាកូនរបស់គេសិនឈានហ៊ានកុហកខ្ញុំថារៀបការដើម្បីលាក់សង្សារប្រុសទេមិននឹកស្មានថាគេមានកូនធំដូចនេះសោអញ្ចឹងមានន័យថាខ្ញុំជាម៉ាក់ចុងរបស់គេតែច្បាស់ជាក្មួយរបស់កម្មផ្សាំងហើយអញ្ចឹងគេក៏ក្មួយខ្ញុំដែរអញ្ចឹងខ្ញុំទៅរៀបចំប្រវត្តិរូបតិចសិនមិនចាំបាច់រៀបចំទេខ្ញុំចាត់តួនាទីនេះឲ្យនាងរ៉ាប់រងក្រែងមុននេះលោកបដិសេធគិតថ្នាក់ខ្ញុំតើមែនទេមានបញ្ហាអីអត់មានទេចាំដល់ម៉ោងខ្ញុំនឹងទៅបង្រៀនហើយនៅពេលដែលយើងរៀនចាំបាច់ត្រូវធ្វើទោះពេលប្រឡងយើងភ្លេចរូបមន្តក៏យើងអាចដោះស្រាយបានដែរអញ្ចឹងកុំភ័យអីអ្នកគ្រូថ្មីម្នាក់នេះបង្រៀនទ្រឹស្ដីដូចទៅនឹងពូរបស់ខ្ញុំដែរថ្ងៃបញ្ចប់របស់ខ្ញុំបានមកដល់ហើយអ្នកគ្រូសិនគ្រូគណិតអ្នកគ្រូឈ្មោះសាងមែនទេគាត់មានត្រកូលថាសាងនៅពេលដែលយើងរៀនចាំរបៀបធ្វើទោះជាពេលប្រឡងយើងភ្លេចរូបមន្តក៏យើងនៅតែអាចដោះស្រាយបានដែរធ្វើបែបហ្នឹងទើបមិនភ្លេចភាសាទីណាក៏ព្រះអាហារពូតូចអ្នកគ្រូនោះមកដូចខ្លាំងណាស់ស្នេហាពិតមិនឃ្លាតឆ្ងាយមែនពូយកគាត់មករំលឹកអនុស្សាវរីយ៍ហើយអ្នកគ្រូសិនហៅរហ័សចាប់បានក៏រហ័សភ្លេចដែរអញ្ចឹងកុំភ្លេចដាក់កិច្ចការឲ្យគេថែមផងបានសំណួរអំ20នោះគឺចំណោទពីមន់និងទន្សាយសំណួរលំហទឹកពីរហ្នឹងសាដៀងគ្នាទេធ្វើឲ្យហើយមុនថ្នាក់បន្ទាបធ្វើបាបខ្ញុំខូខើណាស់ឈប់ក្បាលខូចហើយធ្វើកិច្ចការផ្ទះទៅលោកយាយប៉ាវាយខ្ញុំបើអញ្ចឹងចាំប៉ាវាយឯងមែនតែនចុះប៉ាកូននេះប្លែកមែនហៅគេកំពុងតែពេញវ័យហើយទើបគេមិនស្ដាប់បង្គាប់បែបនេះអញ្ចឹងពីពេលនេះតទៅលំបាកអ្នកគ្រូសិនហើយមិនមានបញ្ហាទេហៅជាក្មេងឆ្លាតហើយឆាប់ចាប់បានធម្មតាក្មេងប្រុសក្បាលខូចអញ្ចឹងហើយយប់នេះយើងយកហៅទៅផ្ទះមែនទេចង់មានន័យថាហៅអាចមកនៅជាមួយយើងបានដែរទេមិនបាច់នៅផ្ទះយាយក៏បានក្មេងៗគេមានភាពកក់ក្ដៅជាងពេលដែលនៅជាមួយឪពុកម្ដាយអញ្ចឹងហើយទើបគេមានការលូតលាស់បានល្អមិនបានន័យថាគេសុខភាពផ្លូវចិត្តនឹងកាយមិនល្អទេខ្ញុំចង់និយាយថាគេថាចង់នៅជាមួយលោកយាយគេមួយទៀតគេមិនមែនជាកូនខ្ញុំទេហៅមិនមែនកូនលោកទេអ្នកគ្រូសិនខ្ញុំប្រាប់ឲ្យមិនពាក់ព័ន្ធនឹងអ្នកគ្រូទេចឹងកុំខ្វល់អីអើយផុតជីវតកម្មក្រុមហ៊ុនមួយថ្ងៃទៀតហើយនាងធ្វើការបានល្អហើយថ្ងៃនេះអឺមិនអីទេនេះជាតួនាទីខ្ញុំលោកសាំងលោកច្បាស់ជាហត់ហើយចាំខ្ញុំទៅយកទឹកមកឲ្យចាំតិចណាមិនចាំបាច់ទេខ្ញុំងូតទឹកឲ្យនាងសម្រាប់ចូលឲ្យមានអ្នកណាវេទនាជាងខ្ញុំមកពីធ្វើការហត់ហើយមកជួបភ្ញៀវឋាននរកទៀត
អាឡូមានការអីសួស្ដីតើនេះជាអ្នកគ្រូសិតសាំងមែនទេខ្ញុំតាក់ទងពីស្នាក់ការប៉ូលីសនៅ agency សិស្សអ្នកគ្រូឈ្មោះថាវ៉ាន់យូស៊ីគឺត្រូវបាននាំទៅប៉ុស្តិ៍ប៉ូលីសរបស់យើងតាក់ទងប៉ាម៉ាក់របស់គេមិនបានអញ្ចឹងអ្នកគ្រូចង់មកបន្តិចបានទេអ្នកគ្រូសិតខ្ញុំខ្លាចណាស់ស៊ីអ្នកគ្រូនៅទីនេះអ្នកគ្រូនឹងទៅរកឯងស៊ីនៅតំបន់ប៉ៃចាំខ្ញុំកក់សម្បត្តិសិនអត្តសញ្ញាណប័ណ្ណខ្ញុំនៅសាំងអ៊ីហឹងលោកសាំងអីចេះហើយលោកសាំងព្រះជាសាក្សីខ្ញុំគ្មានចេតនាទេហើយបញ្ញាទៅណាតើលោកអាចអត្តសញ្ញាណប័ណ្ណមកខ្ញុំវិញបានទេព្រោះសិស្សរបស់ខ្ញុំកំពុងនៅប៉ុស្តិ៍ប៉ូលីស Chelsea ខ្ញុំត្រូវការទិញសម្បត្តិទៅយកនាងមកវិញនាងទៅតែអាយុ9ឆ្នាំទេនាងនៅក្មេងណាស់នាងចង់ទិញសម្បត្តិទៅ Chelsea ឥឡូវនេះអេដូរខោចេញទៅចាំខ្ញុំជូនទៅលោកសិនមិនចាំបាច់ទេខ្ញុំទៅខ្លួនឯងបានបើលោកគិតថាឲ្យអត្តសញ្ញាណប័ណ្ណខ្ញុំហើយរត់ចោលលោកនោះខ្ញុំអាចឲ្យអត្តសញ្ញាណប័ណ្ណគ្រូបង្រៀនចំនួនវិញបានសិនសាងបើតាមខ្ញុំដឹងគ្មានច្បាប់ណាដែលឲ្យប្រពន្ធរៀបការថ្មីថ្មោងចេញទៅក្រៅថ្មនេះទេអរគុណដែលបានជួយខ្ញុំលោកសាងអំឡុងម៉ោងនេះជាពេលមនុស្សត្រូវការគេងហើយប្រើពេល3ម៉ោងដើម្បីចេញពីជីងស៊ីទៅឆៃស៊ីខ្ញុំគួរនាំគាត់និយាយកុំឲ្យគាត់ងងុយគេងអីអ្នកគ្រូសិនបិទភ្នែកដល់កន្លងអ្នកគ្រូហើយគេងទៅអរគុណលោកសាំងលោកអាចនៅចតឡានចាំខ្ញុំបានទេចាំខ្ញុំចុះទៅនិយាយជាមួយប៉ូលីសសិនដល់ហើយកម្មប់សាំងអរគុណដែលជូនយើងមកមិនចឹងទេយឺតហើយទៅសាំងអ៊ីហួយឈប់សម័យតែឯងទៀតទៅនាងមិនមែនជាលែងសៀទេមិនក៏មកវិញតែម្នាក់ឯងពួកគាត់មកដល់ហើយអេប៉ាម៉ាក់នាងមកដល់នឹងនាំនាងទៅហើយខ្ញុំគិតមិនយល់សោប៉ានាងដើម្បីរៀបការហ៊ានឲ្យកូនស្រីបង្កើតមកនៅទីក្រុងម្នាក់ឯងគួរឲ្យខឹងណាស់យប់នេះសាំងអ៊ីហឹងបញ្ជាក់ប្រាប់ខ្ញុំហើយថាហៅមិនមែនជាកូនរបស់គេទេឬមួយគេបារម្ភរឿងបញ្ហាកូនចៅក្រោយរៀបការទេដឹងអេពាក់ខ្សែក្រវ៉ាក៏ប៉ុន្តែកិច្ចសន្យារវាងខ្ញុំនិងសាំងអ៊ីហឹងបានចែងយ៉ាងច្បាស់ថាអាពាហ៍ពិពាហ៍កិច្ចសន្យាឬមួយសាំងអ៊ីហឹងដូចគ្នានឹងចៅតាហ្វូដែរលោកសាំងលោកចង់មានកូនជាមួយនឹងខ្ញុំដែរមែនទេបើមិនចង់ឲ្យខ្ញុំទម្លាក់ចោលកណ្ដាលផ្លូវទេគួរតែឆាប់បិទមាត់ទៅមិនបានទេខ្ញុំត្រូវតែបកស្រាយឲ្យច្បាស់លាស់ជាមួយគេនៅក្នុងចិត្តខ្ញុំគឺមានតែអនុផតសាំងម្នាក់គត់លោកសាំងខ្ញុំត្រូវប្រាប់លោកតាមត្រង់តាមពិតទៅខ្ញុំស្រឡាញ់លោកអ្នកគ្រូសិនខ្ញុំធ្លាប់ប្រមាននាងហើយមែនទេថាត្រូវស្គាល់ពីឋានៈរបស់ខ្លួនចុះទៅប្រាប់ឲ្យចុះពីឡានខ្ញុំទៅកុំតែយល់ថាលោកជាបងប្រុសក៏ធាត់សាំងទេកុំអីខ្ញុំមិនខ្វល់ពីតំណែងតំណងគ្រួសារលោកឡើយនិយាយមិនទាន់ចប់ផងថ្ងៃក្រោយឈប់និយាយហើយចាត់ទុកលោកជាភាគីម្ខាងទៀតហៅតាក់ស៊ីជីក៏បានអើយម៉ោង4ទៀបភ្លឺនៅកន្លែងស្ងាត់យ៉ាងនេះសាំងអ៊ីហឹងប្រុសអត់ចិត្ត
អាឡូថែមលក្ខខណ្ឌមួយក្នុងកិច្ចសន្យាមិនឲ្យស្រឡាញ់ខ្ញុំបើហ៊ានល្មើសខ្ញុំនឹងត្រូវដកលុយ8លានមកវិញខ្ញុំនៅតែចិត្តមិនដាច់ពីទម្រង់មុខមួយនេះទោះបីដឹងច្បាស់ថានាងមិនមែនលែងសៀឡើងឡានមកអរគុណណាស់លោកសាំងដែលមិនផ្លុំខ្ញុំចោលត្រូវអរគុណដែលនាងមានមុខនេះខ្ញុំបែបមានបញ្ហាអីទេឬមួយដោយសារតែខ្ញុំមានមុខស្អាតមែនទេលោកសាំងការដែលដេកក្នុងឡានម្នាក់ឯងបណ្ដាលឲ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះបណ្ដាលឲ្យសន្លប់បានឬក៏លោកមិនដឹងទេចុះយ៉ាងម៉េចអ្នកគ្រូសិនចង់បន្ទោសខ្ញុំដែលមិនបានបីនាងចុះពីឡានអីខ្ញុំគ្មានន័យអញ្ចឹងទេគ្រាន់តែគិតថាលោកគួរតែដាស់ខ្ញុំលោកសាំងលក្ខខណ្ឌបន្ថែមរួចហើយអ្នកគ្រូសិនឆាប់សញ្ញេឆាប់ឲ្យជំនួយការលេនអំឡុងពេលនៃអាពាហ៍ពិពាហ៍កិច្ចសន្យាភាគីខិតត្រូវគម្លាតពីភាគីកឲ្យបានល្អមិនឲ្យមានសកម្មភាពឬក៏ស្រឡាញ់ភាគីកឡើយបើភាគីខនមើលនឹងលាក់នឹងត្រូវដកហូតវិញនៅទឹកប្រាក់8លានយន់ហឺល្អណាស់លោកសាំងលោកសាំងលក្ខខណ្ឌបន្ថែមនេះពិបាកសម្រាប់អ្នកគ្រូសេនពេកដែរទេបើនាងស្រឡាញ់លោកមែនអញ្ចឹងនាងត្រូវខូចចិត្តហើយអញខ្វល់ពីអារម្មណ៍អ្នកដទៃយ៉ាងនេះផ្ទៃអញទៅធ្វើនៅផ្នែកចាប់គូវិញល្អទេអូខ្ញុំស្រាប់តែនឹកឃើញថាមានការងារមិនទាន់ត្រូវធ្វើលាសិនហើយអាឡូលោកបងផ្ទះចាស់របស់លេងសៀវថ្ងៃនេះបើកលក់នៅលើទីផ្សារហើយធ្លាប់មើលឲ្យជាប់តិចទៀតខ្ញុំទៅដល់ធ្លាប់មើលឲ្យជាប់តិចទៀតខ្ញុំទៅដល់អាឡូអ្នកនាងសាំមើវិឡាចាស់ត្បូងក្រុងដែលអ្នកនាងចង់បានដាក់លក់ហើយមានអ្នកចាប់អារម្មណ៍ច្រើនគួរសមអ្នកនាងមកមើលផ្ទាល់បានទេបានតែខ្ញុំនឹងទៅដល់ភ្លាមសួស្ដីអ្នកនាងសាំមើមែនទេចាស់គឺខ្ញុំលើកនេះខ្ញុំបានយកប្រាក់មកកក់ដែរសុំទោសអ្នកនាងផងម្ចាស់ផ្ទះថាឈប់លក់ហើយថាម៉េចក្រែងគាត់និយាយថាចង់លក់ផ្ទះនេះមែនទេមិនក៏ប្រែកន្លះលឿនម្លេះខ្ញុំក៏មិនច្បាស់ដែរអញ្ជើញទៅវិញចុះពុតធោអើយម្ចាស់ផ្ទះនេះពិតជាលេងសើចពេកហើយរឿងបែបនេះកើតឡើងជាលើកទី3ហើយឯងកុំពិបាកចិត្តពេកអីបានដែរទេជ្រុលជាមកដល់ហើយចង់ដើរមើលកន្លែងចាស់តិចលេងសៀចែកឋានតែច្រើនឆ្នាំហើយទោះជាឥឡូវទិញផ្ទះនេះបានត្រឡប់មកវិញក៏គ្រួសារលេងគ្មានអ្នកនៅដែរហេតុអីឯងនៅតែប្រកាន់ទិញយកផ្ទះនេះខ្ញុំស្គាល់លេងសៀឲ្យច្បាស់បើសិនជានាងនៅរស់មិនថាប្រើវិធីអ្វីទេនាងនឹងធ្វើដូចជាខ្ញុំចឹងលោកបងលេងសៀនៅឋានសួគ៌បើបានដឹងថាបងធ្វើបាបខ្លួនឯងបែបនេះនាងច្បាស់ជាឈឺចាប់ជំនឿនៅព្រឹកនៅឡាយខ្ញុំចង់ទៅមើលកន្លែងចាស់តិចការថត់សាំងរបស់ឯងបានចាក់ចេញទៅ8ឆ្នាំហើយឯងនៅមិនដាច់ចិត្តពីគេទៀតឲ្យតែមកដឹងតែមកមើលទីនេះឲ្យតាំងខូចចិត្តការដែលតាឡប់មកកាន់កន្លែងដែលធ្លាប់ស្គាល់រឿងរ៉ាវខ្លះៗពីអតីតកាលដក់ជាប់ក្នុងចិត្តហាក់បីដូចជាទៅតែកើតពីម្សិលមិញក៏ធាត់សាំងហ៎ដឹងដែរទេខ្ញុំនឹកលោកណាមួយរយៈនេះខ្ញុំបានជួបបងប្រុសលោកអ្វីតែបាត់តែខ្ញុំនិងគាត់បានរៀបការជាមួយគ្នាតែត្រឹមតែកិច្ចសន្យាប៉ុណ្ណោះលោកមិនប្រកាន់ខ្ញុំទេមែនទេខ្ញុំចង់ទិញផ្ទះចាស់គ្រួសារខ្ញុំត្រឡប់មកវិញខ្ញុំជឿជាក់ថាលោកច្បាស់ជាយល់ចិត្តខ្ញុំត្រូវដែរទេ
សាំងស្ដាប់ទៅអ៊ូអរណាស់ដូចជាមានអ្នកធំមកទីនេះយើងឆាប់ចេញទៅលែងសៀវពេលនាងនៅឋានសួគ៌សុខសប្បាយដែរទេហេតុអីបានជាមួយរយៈនេះមិនឃើញចូលក្នុងយកសពខ្ញុំអញ្ចឹងសំណាងហើយខ្ញុំរហ័សរហួនបើសត្រូវអញតាមតាន់គេច្បាស់ជាធ្វើបាបអញមិនខានឯងឈប់សិនបន្តសងខ្ញុំបាត់ហើយនៅលើអ៊ីនធឺណិតមានលក់កូកូទិញថ្មីមួយទៀតក៏បានដែរមិនបានរបស់ថ្មីមិនដូចគ្នាទេមួយនោះក៏ធាត់សាងឲ្យខ្ញុំហើយឯងនេះពិតជាមិនខ្លាចស្លាប់ពិតមែនអេមិនក៏យល់ថាធ្លាប់ស្គាល់របស់នេះអេនឹកឃើញហើយកាលនោះបងទិញបន្តោងមួយគូលេងសេះរើសយកបន្តោងស្ពងបងហើយបងយកផ្កាទ្រីស្កាឬមួយក៏លេងសៀររំភើបដោយសារចិត្តស្មោះបងហើយរស់ឡើងវិញរឿងរ៉ាវរវាងខ្មោចនិងមនុស្សចិត្តកើតមានហើយបើមិនចេះនិយាយត្រឹមត្រូវទេកាត់អណ្ដាតចោលទៅស៊ើបមើលថាប្រពន្ធខ្ញុំនៅឯណាអេលោកបងមិញនេះខ្ញុំមកកន្លែងនឹងតាមិនក៏បានបាត់ស្មោលឈឹងអញ្ចឹងលោកសាំងអ្នកគ្រូសិនថ្ងៃនេះបានទៅក្រុងជាងឈឹងគាត់ទើបតែមកដល់ម៉ោងមុននេះការធាត់សាំងថ្ងៃនេះខ្ញុំពិតជាសោយណាស់ទិញផ្ទះមិនបានហើយនៅធ្វើឲ្យបាត់បន្តោងសោកស្បូលដែលឯងឲ្យខ្ញុំមិនបានជាឯងរស់ឡើងវិញហើយទៅកន្លែងចាស់ពួកយើងថែមទាំងទិញការ៉េមពួកយើងធ្លាប់ចូលចិត្តទៀតហោចណាស់ក៏គួរតែមកបញ្យល់សពប្រាប់ខ្ញុំមួយម៉ាត់ដែរដើម្បីឲ្យខ្ញុំចាំមើលឯងលោកសាំងមកវិញហើយឯងខ្ញុំស្មានតែយប់នេះលោកមិនមកវិញតារបស់នេះនាងធ្វើជ្រុះមែនទេការធាត់សាំងឯងមកមើលខ្ញុំហើយអីមិនត្រូវទេមិនត្រូវទេលោកគឺលោកប្រធានសាំងឬក៏ម្យ៉ាងទៀតជាស្វាមីខ្ញុំគឺខ្ញុំជាម្ចាស់កិច្ចសន្យាលោកម៉ាក់ខ្ញុំជួយដោះអាវក្រៅឲ្យលែងសៀមមើលឲ្យច្បាស់ទៅឯងស្វឹងឲ្យខ្ញុំគឺការធាត់សាំងមិនមែនទេការធាត់សាំងរបស់ខ្ញុំគេស្លាប់បាត់យូរហើយលោកជាម្ចាស់កិច្ចសន្យារបស់ខ្ញុំមិនមែនគេទេកិច្ចសន្យាចែងច្បាស់ណាស់ថាភាគីខមមិនត្រូវបំពេញតាមតម្រូវការភាគីកត្រត្រូវតែសហការមើលចុះខ្ញុំដោះអាវបានហើយខ្ញុំពូកែទេនាងស្រវឹងហើយមិនក៏លោកមានមុខមាត់ដូចគេខ្លាំងម្លេះលោកមិនដឹងទេរាល់ពេលដែលឃើញលោកម្ដងវាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់តែមួយផ្លែតទេឲ្យខ្ញុំសុំមើលមុខលោកមួយផ្លែតតើបានដែរទេសុំអង្វរមើលតែមួយផ្លែតទេក៏ធាត់សាំងឯងមកបញ្យល់សពខ្ញុំទៀតហើយគ្រាន់តែលើកនេះមើលទៅដូចពិតណាស់នាងពិតជាលែងសៀវរបស់ខ្ញុំមែន8ឆ្នាំហើយទីបំផុតនាងត្រឡប់មកក្បែរខ្ញុំវិញហើយខ្ញុំដឹងច្បាស់ថាជាការយល់សប្តិបើសិនជាអាចខ្ញុំមិនភ្ញាក់ពីគេងជារៀងរហូតរស់នៅគ្មានវត្តមានអីខ្ញុំពិបាកខ្លាំងណាស់
លែងសៀទៅបន្ទប់គេងវិញទៅល្អទេមិនទៅទេលែងសៀប្រហែលឆ្នាំនេះនាងឆ្លងកាត់រឿងអីខ្លះទៅហេតុអីត្រូវរស់នៅលាក់បាំងឈ្មោះពិតអ្នកដែលធ្វើបាបនាងរហូតបាត់បង់ផ្ទះសម្បែងខ្ញុំនឹងតាមរកមុខគេឲ្យឃើញហើយខ្ញុំនឹងឲ្យគេសងបំណុលមួយនេះការធាត់សាំងសុំចម្លងចម្លើយលំហាត់ទី8តិចមកធ្វើខ្លួនឯងទៅមិនឲ្យចម្លើយទេខ្ញុំបានធ្វើអាហារពេលព្រឹកហើយញ៉ាំជាមួយគ្នាទៅអ្នកគ្រូសិនថ្ងៃក្រោយមិនបាច់រៀបអាហារពេលព្រឹកឲ្យខ្ញុំទេឬមួយខ្ញុំនិយាយចឹងធ្វើឲ្យនាងមិនសប្បាយចិត្តគឺដើម្បីកុំឲ្យខាត់ពេលខ្ញុំប្រជុំបណ្ដាញ៉ាំអាហារពេលព្រឹកបណ្ដាចាខ្ញុំយល់ហើយមិនគេមិនតន់ទៅទៀតតិចទៀតពងមន់ទៅជាអស់លែងឆ្ងាញ់ហើយបានញ៉ាំអាហារពេលព្រឹកជាមួយខ្ញុំសប្បាយចិត្តដល់ថ្នាក់នេះកុំប្រាប់ណាថានាងមានចិត្តលើសាំងអ៊ីហឹងបច្ចុប្បន្នអ្នកគ្រូសិនរឿងរ៉ាវកាលពីយប់មិញសង្ឃឹមថាមិនកើតឡើងម្ដងទៀតយប់មិញខ្ញុំនៅរងចាំគេដល់ម៉ោង10គិតថាគេមិនត្រឡប់មកវិញទើបសម្រេចចិត្តផឹកស្រាតិចទៅថ្ងៃក្រោយខ្ញុំឈប់ផឹកស្រាហើយត្រឹមតែឈប់ផឹកស្រាទេយប់មិញបន្ទាប់ពីផឹកស្រាស្រវឹងហើយខ្ញុំគ្រាន់តែដេកលើសាឡុងតាថែមទាំងយល់សពឃើញការធាត់សាំងកំប្រាប់ណាថាគេមានមិនឲ្យខ្ញុំយល់សពទៀតខ្ញុំធានាថ្ងៃក្រោយមិនផឹកស្រាទេឈប់ដេកនៅទីសាធារណៈទៅផ្ដាស់ទៀតហើយរឿងការប្រយុទ្ធមិញនាងភ្លេចអស់ហើយអញ្ចឹងក៏ល្អយ៉ាងហោចណាស់ពេលនេះនាងនៅក្បែរខ្លួនខ្ញុំក្រោមឈ្មោះប្តីប្រពន្ធលោកស្រីនេះជាបញ្ជីឈ្មោះអ្នកចង់ទិញផ្ទះវីឡាថ្កូលលែងមានឈ្មោះអ្នកប្រុសដែរហើយទោះជារៀបការជាមួយនឹងសៀនសាំងហើយតែអាអ៊ីនៅតែមិនដាច់ចិត្តពីលេងសៀតដែរអ្នកប្រុសធ្វើពុតនៅមុខលោកស្រីបានយ៉ាងល្អក៏ប៉ុន្តែរាល់ពេលលោកស្រីប្រកាសលក់វីឡានេះម្ដងគាត់ចោះឈ្មោះទិញរហូតកាលនោះខ្ញុំពឹងលូវីឲ្យជួយទិញវីឡាមួយក្នុងនេះគឺជំនួសខ្ញុំគឺក្នុងបំណងដើម្បីរក្សាឲ្យអាអ៊ីប៉ុណ្ណោះតែឃើញអាអ៊ីរបៀបនេះយើងក៏មិនហ៊ានឲ្យគេដឹងដែរម្ចាស់វីឡាត្រកូលលេងមួយក្នុងនេះម្ចាស់កម្មសិទ្ធិពិតគឺខ្ញុំតែថាខ្លាចគេលងខ្លួនកាន់តែខ្លាំងសំណាងហើយដែលអ្នកប្រុសនៅពេលនេះមានអ្នកនាងនៅក្បែរខ្ញុំយល់ថាពួកគាត់ទាំងពីរសមគ្នាណាត្រូវហើយថ្ងៃនេះគឺជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ចាលោកស្រីចង់ឲ្យអ្នកប្រុសបណ្ដាអ្នកស្រីដើរលេងមែនហើយផ្អែកតាមចរិតអ្នកប្រុសគាត់ប្រហែលមិនចាំថ្ងៃនេះជាថ្ងៃអីទេបើយើងរៀបចំភ្លាមពេកខ្លាចក្រែងលទ្ធផលផ្ទុយពីការពិនយើងមានវិធីហើយលោកសាំងអ្នកគ្រូសិនស៊ីញេកិច្ចសន្យាបន្ថែមរួចហើយឲ្យតែលោកស៊ីញេរួចខ្ញុំនឹងយកវាទៅឲ្យផ្នែកច្បាប់ឲ្យខ្ញុំសុំមើលមុខលោកមួយផ្លែតតាបានទេសុំអង្វរតែមួយផ្លែតទេខ្ញុំដឹងថានេះជាការយល់សប្តិបើអាចខ្ញុំមិនចង់ភ្ញាក់វិញទេខ្ញុំពិបាករស់នៅដោយគ្មានឯងណាទៅក្រៅសិនទៅយើងដឹងពេលដែលសំខាន់ត្រូវមើលកិច្ចសន្យាទុកនៅនឹងហើយខ្ញុំនឹងមើលឯងទៅក្រៅចុះតែគ្រាន់តែសញ្ញេតិចនឹងខ្ញុំចេញទៅក្រៅសិនហើយអាឡូថ្ងៃនេះសាលាហៅមានកម្មវិធីបន្ទាន់ឯនាំអ្នកគ្រូសិនទៅទីតាំងនោះដើម្បីជួយបង្រៀនហៅផងអ្នកគ្រូសិនមិនបានជូនដំណើរទៀតទេលោកនាយកតង់ផ្ដាំជួយអរគុណសិស្សជំនួសខ្ញុំផងពួកគេនិយាយថាតើតែអ្នកគ្រូមានមិត្តប្រុសទៅពួកគេឈប់ជូនបាច់ផ្កានាងបង្ហាញថាក្នុងចិត្តរបស់សិស្សគ្រប់គ្នានាងមិនត្រឹមតែជាគ្រូទេតែក៏ជាមិត្តល្អម្នាក់ដែរខ្ញុំត្រូវជំនួសសិស្សទៅជូនផ្កាលោកគ្រូអ្នកគ្រូផ្សេងទៀតលាត្រឹមនឹងចោចាស់ហើយនៅជូនបាច់ផ្កានាងថែមទាំងនាងទទួលយកទៀតអញ្ចឹងខ្ញុំលាលោកនាយកសិនហើយលោកសាងអ្នកគ្រូសិនឡាងខ្ញុំមិនចូលចិត្តដាក់របស់អ្នកដតីទេ
មិននឹកស្មានថាថ្ងៃនេះលោកមកទទួលខ្ញុំដោយផ្ទាល់សោបើខ្ញុំមិនមកដោយផ្ទាល់ធ្វើម៉េចដឹងថាអ្នកគ្រូសិនមានប្រជាប្រិយយ៉ាងនេះពួកគេពិតជាចូលចិត្តខ្ញុំមែនតែពួកគេមិនមែនតែម្នាក់ទេ When the moonlight's close I saw the glowing you dancing in the ច្បាស់ជាសង្ហៅផ្ញើមកឲ្យមែនទេសិស្សសម័យនេះពិតជាមិនដូចសិស្សកាលសម័យមុនសោះមិនដែលចាត់ទុកខ្ញុំជាគ្រូទេឲ្យតែបនថ្ងៃក្តីស្រឡាញ់ចេះតែលេងសើចនឹងខ្ញុំតាមពិតផ្កាមកបាច់នេះគឺសិស្សជាអ្នកជូននាងគឺសង្ហៅជាអ្នកជូននាងខ្ញុំសុំទៅលើកទូរស័ព្ទមកផ្លែតសិនអាយ៉ូននេះជាសិនសាំងស្រីស្អាតប្រចាំសាលាទេតើខ្ញុំលើកគេថាឯងកំពុងតែមើលចិត្តមើលថ្លើមជាមួយនឹងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកឬថាថៅកែនោះមានមុខមាត់ដូចជាក្បាលជ្រូកអញ្ចឹងខ្ញុំតាក់ទងជាមួយអ្នកណាមិនតាក់ទងជាមួយនាងទេយ៉ាងម៉េចឯងបដូរមិត្តប្រុសតាក់ទងហើយឯងបាននិយាយទៅកាលនៅរៀនមិត្តប្រុសឯងជាម្នាក់ដែលស្លាប់ហើយនោះយ៉ាងម៉េចឥឡូវឈប់កាន់ទុកហើយកាលនៅរៀនឯងចូលចិត្តផ្សព្វផ្សាយពាក្យចចាមអារ៉ាមផ្ដេសផ្ដាកន្លងទៅច្រើនឆ្នាំហើយអត់មានការចរិតអីតិចសោឯងគិតថាឯងឥឡូវរីកចម្រើនណាស់កាលនៅវិទ្យាល័យមិនព្រមយកមិត្តប្រុសដល់ពេលឥឡូវបែរជាឃ្លានមិត្តប្រុសមិនរើសមុខសូម្បីតែជួបក្នុងកសិដ្ឋានក៏ដាច់ចិត្តថាបគេដែរចរិតល្អប្រើសម្រាប់តែមនុស្សល្អប៉ុណ្ណោះនាងមិនសមទេសម្ដីនេះខ្ញុំដូចជាធ្លាប់និយាយជាមួយការធាត់សាងអ្នកឯងច្បាស់ជាសិស្សថ្មីហើយឆាប់ឲ្យលុយការពារមកយើងនិយាយជាមួយឯងឆាប់ឲ្យលុយថ្លៃការពារមកនេះហើយនាងចង់ធ្វើអីលេងសៀអ្នកនាងទៀតហើយលោកគ្រូមើលទៅចាន់អវយនៅថ្នាក់របស់លោកគ្រូនឹងលីដងឆាងកំពុងជំរាបទីប្រាក់ពិសាចុះថ្ងៃអ្នកគ្រូយល់ច្រឡំហើយពួកយើងក៏តែលេងសើចនឹងគ្នាទេពួកយើងទៅវិញតោះលើគេថាឯងជាសិស្សឈ្នះរង្វាន់ថ្នាក់ជាតិផ្នែកប្រកួតប្រដាល់សេរីនឹងមែនទេមិញនេះគួរតែម៉ាត់គេមួយដៃឲ្យរៀងចាលទេចរិតល្អសមតែជាមួយមនុស្សប៉ុណ្ណោះពួកគេមិនសមទេលោកជាអ្នកណាអាំងអ៊ីហ៊ានធ្វើអញ្ចឹងដាក់ខ្ញុំអ្នកនាងទីនេះមិនស្វាគមន៍នាងទេអញ្ជើញចេញទៅខ្ញុំជាភ្ញៀវ VIP នៅទីនេះលោកហ៊ានដឹងខ្ញុំផងមិត្តប្រុសខ្ញុំស្គាល់អគ្គនាយកសាងច្បាស់ណាស់ជឿទេថាខ្ញុំនឹងប្តឹងទៅគៀតលោកអគ្គនាយកសាងនៅទីនេះហើយគាត់ជាអ្នកស្រីសាងបើអ្នកនាងនៅតែមិនព្រមចេញទៅទៀតខ្ញុំហៅសន្តិសុខហើយខ្ញុំមានថាឲ្យនាងទៅទេសំទោសភរិយាខ្ញុំសិនអើនហើយចុះយ៉ាងណាពួកយើងជាមិត្តចាស់រួមសាលាជាមួយគ្នាកុំបណ្ដោយឲ្យរឿងរ៉ាវតូចមួយបង្កឲ្យទៅជាបញ្ហាថាបានធ្វើតាមប្រពន្ធចុះខ្ញុំទៅអូឃើញព័ត៌មានភ្ញាក់ផ្អើលមួយនៅមិនឆ្ងល់ទេអូយនៅមិនឆ្ងាយពីទីនេះមានហាងឆ្នៃឈុតរៀបការមួយមានអ្នកធ្វើអត្តឃាតឥឡូវប្តីនាងកំពុងទាមទាររកយុត្តិធម៌មើលទៅមិនក៏ឯងចូលចិត្តចេះដឹងរឿងគេម្លេះអត់ប្រយោជន៍ឯងមិនស្ដាប់ឲ្យច្បាស់សិនទៅថាអ្នកវិនិយោគនៅពីក្រោយហាងឆ្នៃឈុតនោះគឺជាអាណាព្យាបាលសង្ហៅត្រូវជាស្វាមីរបស់ឯងមើលទៅទៅតែនិយាយក៏លោតមកទៀតហើយនេះណែប្អូនថ្លៃខ្ញុំមកដល់ហើយប្រពន្ធសម្លាញ់អូននិយាយថាក្រុមហ៊ុនដាក់សម្ពាធអូនមិនចូលចិត្តការងារនេះពួកយើងអាចឈប់ធ្វើការងារបានតើហេតុអីក៏អូនគិតខ្លីបែបនេះអញ្ចឹងតើបានតែកូនសាមានលុយច្រើនតាមពិតជាលុយដែលបានមកពីការជិះជាន់កម្លាំងពលកម្មបិទមៀតនាងខាងនោះក៏បិទមាត់ដែរទៅលោកសុងភរិយាលោកមានជំងឺអត់មកធ្វើការកន្លះឆ្នាំហើយក្រុមហ៊ុននៅបើកប្រាក់ខែធម្មតាថ្ងៃនេះនាងមកធ្វើការថ្ងៃដំបូងគ្មានការដាក់សម្ពាធដោយដែលលោកនិយាយនោះទេប្រពន្ធខ្ញុំបាត់បង់ជីវិតនៅកន្លែងលោកឥឡូវលោកប្រហែលជាយកលេខដោះសារមើលទៅឯងគ្រាន់តែមិនចង់ចេញសំណងតែប៉ុណ្ណោះតាមច្បាប់ការងារពួកយើងទទួលខុសត្រូវតែរឿងដែលពួកយើងមិនខុសមិនឲ្យអ្នកណាមកបង្កាច់ពួកយើងជាដាច់ខាតលោកសាងក្រុមមេធាវីកំពុងធ្វើដំណើរមកឲ្យប្រពន្ធខ្ញុំស្លាប់ហើយខ្ញុំក៏មិនចង់រស់ទៀតដែរច្បាស់ណាស់គេមិនចង់ចេញសំណងស្លាប់ម្នាក់ហើយចង់បង្ខំឲ្យស្លាប់ម្នាក់ទៀតលោឡាកាន់តែខ្លាំងលុយសំណងនឹងបានកាន់តែច្រើនលោកសុងដាក់កំបិតចុះសិនទៅអូនសម្លាញ់ពួកយើងស្រឡាញ់គ្នា7ឆ្នាំរៀបការជាមួយគ្នាបាន6ឆ្នាំពួកយើងស្រឡាញ់គ្នាណាស់មិនក៏អូនដាច់ចិត្តទៅចោលបងទាំងបែបនេះចឹងអូនសម្លាញ់បងទៅតាមអូនហើយប្រពន្ធសម្លាញ់បងទៅកំដរអូនថ្ងៃចិត្តខ្មៅនេះពិតជាគ្មានមេត្តាមែនបែរជាបំផ្លាញគ្រួសារគាត់ដែលកំពុងមានសេចក្តីសុខតាមពិតគឺគេលោកសុងលោកតាជាចិត្តសិនទៅមើលស្ថានភាពលោកពេលនេះមិនដូចជាអ្នកចង់សម្លាប់ខ្លួនទេថ្មីបើប្រពន្ធលោកលាចាក់លោកក៏ប៉ុន្តែក្រែងលោកនៅមានកញ្ញាសុនដែរមែនទេ
កញ្ញាសូនអីទៅខ្ញុំមិនដឹងនាងនិយាយស្អីទេល្អណាស់គ្រប់គ្នាបានឃើញហើយនាងម្នាក់នេះនឹងត្រកូលសាងពួកគេជាបាក់ពួកតែមួយខ្ញុំសាំងចិត្តត្រជាក់សិនទៅធ្វើអញ្ចឹងអាចនឹងត្រូវក្រុមហ៊ុនពិន័យនឹងហើយចោះខ្ញុំជាគ្រូគណិតវិទ្យាអប់រំលីស៊ីងឈ្មោះសិនសាងលោកសុងកាលពីកន្លងទៅលោកបានកំដរកញ្ញាសុនមកក្រុមហ៊ុនពួកយើងប្រឹក្សាយោបល់អំពីការបង្រៀនខ្ញុំជាអ្នកទទួលលោកនាងនិយាយមួលប្រកែកខ្ញុំនឹងប្រពន្ធស្រឡាញ់គ្នាណាស់ខ្ញុំមិនស្គាល់អ្នកនាងសុងស្អីនោះទេក្រុមហ៊ុនយើងមានលក្ខខណ្ឌតម្រូវឲ្យថតសម្លេងទុកនៅពេលដែលផ្ដល់ប្រឹក្សាជូនគ្នាទាំងអស់ក៏ប៉ុន្តែខ្ញុំចូលចិត្តថតវីដេអូជាងការនោះពេលខ្ញុំទៅក្រៅដើម្បីចាក់ទឹកតែជូនលោកកាមេរ៉ាវីដេអូក៏ថតមិនបានបិទឡើយបងសម្លាញ់អូនបានលើគេនិយាយថាថ្នាក់បង្រៀនគួរនៅទីនេះល្បីថាមានតម្លៃថ្លៃណាស់បងហ៊ានចំណាយមែនអីត្រូវឲ្យពីថ្ងៃទៀតបងនឹងបង្ខំប្រពន្ធមុខលឿងនៅផ្ទះឲ្យទៅធ្វើការរួចហើយបងនឹងទៅនិយាយឲ្យនាងខឹងតែនាងមានជំងឺបាក់ទឹកចិត្តបងមិនខ្លាចទេអីហឺថាកែនាងមានលុយច្រើនណាស់ពេលដែលនាងស្លាប់នៅក្រុមហ៊ុននោះយើងនឹងបានលុយសំណងមកបាច់ធំដល់ពេលនោះកុំថាឡើយលុយបងថ្លៃរៀបគួរទោះជាពាក់កណ្ដាលជីវិតពួកយើងទៅមុខទៀតក៏អាចសោយសុខដែរបងសម្លាញ់បងអស់ចានណាស់ចាប់ពីពេលនេះទៅមីងជាកូនបង្កើតបងហើយតាមពិតគេជាមនុស្សប្រុសចង្រៃមានស្រីក្រៅបង្ខំឲ្យប្រពន្ធមកស្លាប់គេមិនសំហៅថាជាមនុស្សទេនាងហ៊ានដាក់អន្ទាក់យើងផងអីអ្នកគ្រូស៊ីនអរគុណដែលចេញមកជួយរកយុត្តិធម៌ថែមទាំងមានវីដេអូផុសតាំងនិយាយមកចង់បានអ្វីជាការតបស្នងលោកសាំងជួយនៅឲ្យឆ្ងាយពីខ្ញុំទេអាលោកតកែខ្ញុំនឹងប្រញាប់ត្រឡប់ទៅវិញកុំបណ្ដោយឲ្យរឿងរ៉ាវតូចមួយបង្កបញ្ហាធំអីក្រែងថាមិនខ្លាចមានរឿងនោះអីបែរជាចូលចិត្តមានរឿងតិចជាងមានរឿងច្រើនលោកមិញនិយាយថាមិនទៅលេងវិជាស្ថានលីស៊ីងកុំឲ្យអ្នកគ្រូស៊ីងជួបបញ្ហាដោយសារតែរឿងនេះបាទសិនសាងអតិថិជនយើងសុទ្ធតែជាអ្នកមានលំដាប់ខ្ពស់ព័ត៌មានផ្ទាល់ខ្លួនភ្ញៀវសំខាន់បំផុតនាងបែរជាទៅលោឡាធ្វើឲ្យព័ត៌មានសម្ងាត់របស់ភ្ញៀវល្បីពេញបណ្ដាញសង្គមអស់លោកនាយកចឹងបញ្ហាលើកនេះពាក់ព័ន្ធទៅនឹងជីវិតមនុស្សដែលខ្ញុំបង្ហាញផុសតាំងប៉ុនមែនហើយនាងបានធ្វើជាវីរនារីហើយឯក្រុមហ៊ុនវិញត្រូវភ្ញៀវសំដកលុយទៅវិញជាបន្តគួរដោះស្រាយយ៉ាងម៉េចខ្ញុំអាចចរចាជាមួយភ្ញៀវថ្មីបានទំហំទឹកប្រាក់រាប់លានយន់គិតថារកបានភ្ញៀវ2-3នាក់អាចដោះស្រាយបានអីខ្ញុំទុកពេលឲ្យនាងមួយអាទិត្យបើធ្វើមិនបានទេរៀបចំអីវ៉ាន់ទៅនាយកចឹងមានភ្ញៀវចង់ជួបសាំងសាងហើយច្បាស់ជាភ្ញៀវមកសុំដកលុយវិញជាមិនខានទេសិនសាងខ្ញុំថាមិនចាំបាច់ដល់មួយអាទិត្យទេឬអីវ៉ាន់ចេញពេលនេះតែម្ដងទៅមើលទៅពួកយើងមកមិនចំពេលល្អទេបើអ្នកគ្រូសិនត្រូវចាក់ចេញថ្ងៃនេះអញ្ចឹងពួកយើងត្រូវទៅរកសាលាផ្សេងឲ្យត្រូវហើយសូមឲ្យគ្រូបង្រៀនមានគុណធម៌ដ៏ល្អមិនទទួលបានការសរសើរហើយនៅត្រូវដេញចេញទៀតមើលទៅស្ថាប័នអប់រំពួកលោកមិនបាច់បើកបន្តទៀតក៏ល្អដែរអូអាយ៉ាលោកអគ្គនាយកបឹងលោកអគ្គនាយកហ៊ុនលីលោកអគ្គនាយកក្រុមហ៊ុនប៉ាឈៀនថ្ងៃនេះខ្យល់អីបងអ្នកប្រុសទាំង4នៅក្រុមចាំងឈឹងមកដល់ទីនេះអ្នកគ្រូសិនសាំងថ្នាក់បង្រៀនគ្រូមួយសិស្សមួយនៅបើកឲ្យកក់ទៀតដែរទេអូមានច្បាស់ជាមានអ្នកគ្រូសិននៅឈរថ្មឹងអីទៀតឆាប់ទៅចាក់ទឹកជូនភ្ញៀវទៅលោកទៅបាទខ្ញុំនឹងទៅចាក់ភ្លាមអ្នកគ្រូសិនទទួលភ្ញៀវទាំងនេះឲ្យបានល្អផងអរគុណអ្នកប្រុសទាំង3តតែខ្ញុំនឹងបង្រៀនក្មេងៗឲ្យបានល្អបំផុតអ្នកបងត្រឹមពីអរគុណមិនគ្រប់គ្រាន់ទេយើងទាំង3ទិញកញ្ចប់សិក្សាដល់ទៅ5លានលោកហៅខ្ញុំថាអ្នកបងអីទៅហើយសាំងអ៊ីហឹងជាលោកបងពួកយើងហើយបងជាអ្នកបងពួកយើងអាហាអ្នកបងប្រញាប់ទេទៅរកលោកបងទៅអាហាមកពេលថ្ងៃនេះគាត់ច្បាស់ជាប៉ាពួកយើងរឿងនេះតាមពិតគឺជាការរៀបចំរបស់សាំងអ៊ីហឹងតាមស្ដាប់សម្ដីពួកគេសាំងអ៊ីហឹងទំនងជាមិនទាន់ដឹងរឿងនេះទេខ្ញុំសុំទៅទូរស័ព្ទមួយផ្លែតខ្ញុំឲ្យឯងទៅរកមនុស្សទៅទិញកញ្ចប់សិក្សាអ្នកគ្រូសិនតែហេតុអីបានជាឯងទៅរកមិត្តភក្តិរបស់ខ្ញុំទៅវិញលោកសាំងមូលហេតុដោយសារបងប្អូនរបស់លោកមិនទាន់មានគ្រួសារមិនអាចចុះឈ្មោះទិញកញ្ចប់សិក្សាបានខ្ញុំឃើញថាក្មេងៗនឹងគ្រួសារពួកម៉ាក់របស់លោកសំស្របល្មមអញ្ចឹងយើងត្រូវអរគុណឯងដែលអាចធ្វើការបានល្អទេលោកសាំងប្រពន្ធលោកទូរស័ព្ទមកអាឡូលោកសាំងគឺថាអាឡូត្រូវហើយពួកយើងទើបតែទិញកញ្ចប់សិក្សាពីអ្នកគ្រូសិនចេះចង់ប៉ៅពួកយើងផឹកស៊ីតែលោកបងកុំបារម្ភអីចប់កម្មវិធីហើយពួកយើងនឹងជួលអ្នកគ្រូសិនទៅផ្ទះដោយសុវត្ថិភាពអញ្ចឹងចាំយើងកក់ហាងវាងចាំទុកឲ្យហើយកន្លះម៉ោងទៀតពួកយើងជួបគ្នានៅទីនោះនៅតែគិតគូរបានល្អបានមិនឆាប់ទៅយកឡានអូបានតោះយើងជប់លៀងនៅហាងវាងជាងឲ្យលោកបងធំស្វាត់ហៅប៉ៅម្ដងតោះយើងតា
មើលទៅពីរអ្នកនេះស័ក្តិសមនឹងគ្នាណាស់មែនហើយបើលោកបងហឹងនៅឋានសួគ៌បានដឹងគាត់ច្បាស់ជាសប្បាយចិត្តលោកសាំងខ្ញុំមិនដឹងថាពួកគេជាមិត្តភ័ក្តិរបស់លោកទេទាល់តែពួកគេទិញកញ្ចប់សិក្សារួចហើយទើបបានខ្ញុំដឹងរឿងនោះឯថ្ងៃនេះខ្ញុំជាអ្នកប៉ាវនៅហាងរបស់គ្រួសារសាំងបែរជាឲ្យភរិយាជាអ្នកចេញលុយសំហេតុសំផលដែរទេទុកចិត្តចុះគ្រាន់តែការជួបជុំមិត្តភ័ក្តិធម្មតាប៉ុណ្ណោះមានខ្ញុំនៅក្បែរនាងហើយអរគុណលោកអ្នកបងចេញទៅទទួលស្វាមីឡើងយូរស្មានតែអ្នកទាំងពីរលួចទៅដើរលេងទុកពួកយើងចោលតែតាមផ្លូវស្ទះខ្លាំងទើបមកយឺលោកបងទី2លោកបងមកយឺតមិនអីទេផឹកពី3កែវជាការពិន័យរួចហើយបកស្រាយប្រាប់ពួកយើងឲ្យច្បាស់ហេតុអីរៀបការតក់ហត់ម្លេះអ្នករាល់គ្នាជាអ្នកជួយខ្ញុំ3កែវនេះខ្ញុំជូនពួកលោកនាងមិនសូវចេះផឹកទេមិនគួរផឹកទេលីនហ្វឹងប្រធានសាំងទៅយកទឹកផ្លែឈើខ្លះមកបានលោកមើលចុះគេដូចជាហួងហែងណាស់ពួកយើងមិនអាចមើលប្អូនថ្លៃមិនឲ្យនាងផឹកទៀតមែនទេរឿងផឹកស្រាត្រូវផឹកឲ្យស្រវឹងម្យ៉ាងទៀតចង់ផឹកប៉ុន្មានក៏ផឹកតាមចិត្តចុះបានយើងផឹកទាំង4នេះ8ឆ្នាំមកនេះលើកទី1ហើយដែលមានអារម្មណ៍ថាមានក្តីសុខពិតប្រាកដមិននឹកស្មានថាបានមកពីសាំងអ៊ីហឹងនឹងមិត្តរបស់គេយើងមិនអាចស្រវឹងចឹងទេជួយគ្រាយើងទៅបន្ទប់ទឹកបន្តិចមកអរគុណណាស់បងមឹងដែលបានជួយថ្ងៃនេះជួយអរគុណ3នាក់គាត់ជំនួសខ្ញុំផងណាឯងនេះមិនធម្មតាមែនពីពេលណាដឹងថាយើងមិនស្រវឹងការបងប្រុសធំគាត់នៅរស់ពួកបងនឹងគាត់អាសាមកផ្ទះផឹកជួបជុំគ្នាណាអញ្ចឹងខ្ញុំដឹងកម្រិតពួកបងអាចផឹកច្បាស់ណាស់ថ្ងៃនេះបន្ទាប់ពីលីនហ្វឹងគេទេមកប្រាប់យើងនិយាយជាមួយនឹងមីងប៉ៃទើបដឹងថាឯងចង់ឲ្យតាស្រវឹងរួចហើយចង់រៀបការពេលណាដែរកុំភ្លេចប្រាប់ពួកបងផងណាប្រកាសណាឥឡូវនេះឯងនៅប្រើអត្តសញ្ញាណអ៊ីហឹងហើយរឿងនេះសិនសាំងមិនដឹងទេអីរវាងប្តីប្រពន្ធចំពោះរឿងខ្លាំងឯងត្រូវប្រាប់នាងដើម្បីឲ្យនាងបានដឹងខ្ញុំនឹងរកឱកាសល្អណាមួយដើម្បីប្រាប់នាងមិនបាច់ជូនទេបានស្រួលបួលអីប្អូនថ្លៃឈប់ផឹកទឹកក្រូចទៀតទៅមិត្តភាពលោកទាំង4នាក់ល្អខ្លាំងណាស់ពួកគាត់មិនមែនមិត្តខ្ញុំទេគាត់ជាមិត្តភក្តិរបស់បងប្រុសខ្ញុំបងប្រុសរបស់លោកគ្មានទេគ្រួសារសាងមិនមានតែសាងផាងសាងអ៊ីហឹងទេមែនទេមិនក៏មានបងប្រុសម្នាក់ទៀតអូប្រហែលត្រូវជាបងប្រុសធွာទេដឹងតាស៊ីវិលនោះត្រូវប៉ាម៉ាក់យើងរកឃើញហើយឯងកុំនិយាយថាយើងជាអ្នកស៊ីញេជំនួសឯងឲ្យសោះណាបើម៉ាក់ប៉ាដឹងគាត់វាយស្លាប់មិនខានទេការរៀបការសំខាន់ក្នុងជីវិតមិនប្រាប់ពួកយើងកូនឯងនេះពិតជាយ៉ាងម៉េចក៏ដោយស្អែកនេះនាំគេមកជួបយើងមកចាស់ខ្ញុំដឹងហើយចាំខ្ញុំទៅសាកសួរគេសិនមានការអីគឺថាបែបនេះស្អែកនេះថ្ងៃចុងសប្តាហ៍ត្រូវអត់លោកទំនេរទេប៉ាម៉ាក់ខ្ញុំចង់ហៅយើងទៅញ៉ាំបាយជុំគ្នារឿងរៀបការនោះពួកគាត់មិនទាន់ដឹងទេតែពួកគាត់រកឃើញអេតាស៊ីវិលនោះបើលោកមិនបានទៅក៏មិនអីដែរខ្ញុំអាចទៅខ្លួនឯងបានហើយបញ្យល់ពួកគាត់ទៅបានខ្ញុំទៅជាមួយនាងខ្ញុំពេញចិត្តនឹងទៅអរគុណខ្លាំងណាស់អញ្ចឹងស្អែកថ្ងៃត្រង់យើងញ៉ាំបាយជាមួយគ្នាបានទេលោកសាងលោកកំពុងចង់រើផ្ទះមែនទេប្រធានសាងឲ្យខ្ញុំរៀបចំទាំងកណ្ដាលយកកាដូជួបគ្នាលើកទី1នេះជារបៀបរបបគ្រួសារសាំងលោកយកស្រានេះទៅវិញទៅគ្រប់គ្រាន់ហើយអ្នកផ្ទះខ្ញុំមិនសូវមានទម្លាប់ស្អីទេពួកគាត់ចូលចិត្តកម្មវិធីសបាយជុំគ្នាផឹកស្រាដើម្បីអបអរលោកសាំងកាដូដែលលោកទិញមកមានតម្លៃពេកហើយច្បាស់ជាបំភ័យគ្រួសារខ្ញុំមិនខានគ្រួសារខ្ញុំមិនដឹងថាត្រូវតបស្នងបែបណាទេ
ចាត់ទុកជាផ្ទះខ្លួនចុះលោកសាំងផ្ទះរបស់ពួកយើងរៀងតូចអញ្ចឹងយើងមករគាក្នុងបន្ទប់ទទួលភ្ញៀវទៅខ្ញុំខ្លាចថានៅបន្ទប់ទទួលភ្ញៀវលោកមិនស្រួលចិត្តអង្គុយសិនមកសម្រាប់នៅទីនេះមួយសន្ទុះសិនទៅចាំខ្ញុំទៅចាក់ទឹកទៅឲ្យលោកសៀវភៅគណិតរបស់យើងឲ្យឯងសៀវភៅមួយនេះដូចជារបស់ដែលខ្ញុំឲ្យលែងសៀលោកសាំងនេះទឹកលោកសៀវភៅម៉ាក់នេះមានច្រើននៅផ្ទះខ្ញុំកាលពីខ្ញុំនៅរៀនខ្ញុំចូលចិត្តប្រើវាណាស់តាមពិតវាជារបស់ប្អូនប្រុសលោកគៀវឆ្អិនហើយញ៉ាំបាយបានហើយបំផាយើងឲ្យសុនឈៀនមិនក៏ចូលមកមិនគួរធ្វើអញ្ចឹងតែទ្វារនេះអត់បានបិទផងនឹងឆ្លៀតពេលស្ងោគៀវមកផ្លែត2នាក់ឯងលួចនិយាយរឿងឯកជនដែរឈប់និយាយផ្ដេសផ្ដាស់ទៅញ៉ាំគៀវទៅតិចទៀតនៅមុខប៉ាម៉ាក់កុំនិយាយអីឲ្យសោប៉ាម៉ាក់គាត់មកហើយឈៀនចូលមកចូលក្នុងមកអង្គុយទៅអង្គុយសិនមកពួកអ្នកអង្គុយមកអំបោះពួកយើងជុលមួយថ្ងៃនេះតំណាងឲ្យគ្រួសារសិនរបស់យើងស្វាគមន៍ឯងថ្ងៃក្រោយយើងជាគ្រួសារតែមួយអំបោះជុលអ៊ីហួយស្លាប់ហើយខុសឈ្មោះម្ចាស់លុយយើងហើយលេងសៀទៅវិញមិនដឹងត្រូវកាត់លុយប្រមាណទេគ្រប់គ្នាអង្គុយចុះសិនទៅបងថ្លៃសុំទោសពិតមែនមុនពេលបងមកផ្ទះយើងខ្ញុំយកព័ត៌មានគ្រួសារបងប្រាប់ប៉ាខ្លះធ្វើឲ្យគាត់ច្រឡំឈ្មោះបែបនេះមិនមែនចឹងទេតាស៊ីវិលនោះតែគេដូរឈ្មោះប៉ាមិនទាន់ផឹកផងស្វឹងបាត់ហើយបងថ្លៃសុទ្ធតែជាកំហុសខ្ញុំផឹកមុនចោលអញ្ជើញលោកពូមិនអីទេលោកពូចង់ហៅអីក៏បានដែរមកខ្ញុំជូនមួយកែវហេតុអីក៏គេគិតថាអាចហៅឈ្មោះអីក៏បានដែរនោះគ្រួសារខ្ញុំពូកែផឹកណាស់អញ្ចឹងផឹកតិចទៅលោកប្តីសម្លាញ់មើលចោះគេមិនខាត់យើងបន្តិចសោះខ្វល់តែពីអាសាំងពិតមែនហើយកូនស្រីការចេញដូចចេះទឹកចេញក្រៅហេតុអីទៅចំណានកូនវិញឲ្យតែកូនសប្បាយចិត្តគឺបានហើយកុំបារម្ភខ្ញុំដឹងខ្លួនឯងហើយ一起偏偏说的直到八路灯寸步也亮落叶翻飞不画卷អីស៊ីពួកឯងមិនបាច់ទៅវិញទេបន្ទប់របស់ឯងម៉ាក់បានរៀបចំរួចអស់ហើយអាចគេងនៅទីនោះបានណាអូមិនអីទេគាត់មិនចេះគេងផ្លៃកន្លែងទេយើងទៅសិនហើយអ្នកមីងប្រយ័ត្នតិចទៅទៅណាលោកសាងពេលដែលនាងត្រូវការខ្ញុំក៏ហៅខ្ញុំថាប្តីសម្លាញ់ពេលលែងត្រូវការនាងក៏ហៅខ្ញុំថាលោកសាងវិញអ្នកផ្ទះរបស់ខ្ញុំមិនដឹងពីទំនាក់ទំនងពិតរបស់យើងទេអញ្ចឹងហើយទើបខ្ញុំហៅថាប្តីសម្លាញ់នៅពីមុខអ្នកគ្រប់គ្នាបើខ្ញុំអំពានលោកខ្ញុំសុំទោសពិតមែនលោកសាងខ្ញុំគ្រាន់តែខ្លាចអ្នកផ្ទះនឹងគិតច្រើនប៉ុណ្ណោះប្រហែលមកពីគេមើលទៅដូចជាការធាត់សាំងពេកហើយទើបបានបេះដូងរបស់ខ្ញុំលោតខ្លាំងមិញនេះគាត់ជាបងរបស់ការធាត់សាំងមានន័យថាជាបងរបស់ខ្ញុំដែរខ្ញុំមិនអាចលងស្រឡាញ់គេជាដាច់ខាតលោកសាំងលោកផឹកច្រើនពេកហើយបណ្ដាញសង្គមនាងធុញយ៉ាងនេះខួរក្បាលរបស់នាងសុទ្ធតែគណិតវិទ្យានេះសៀវភៅគណិតយើងឲ្យឯងប្រធានថ្នាក់គណិតឯងនេះចិត្តទៅឲ្យនៅមិនដោះលែងយើងទៀតយើងមិនធ្វើអ្នកគណិតវិទ្យាយើងមិនយកទេនរណាទេដឹងថានាងស្អប់គណិតវិទ្យាយ៉ាងនេះបែរជាខ្លាចជាគ្រូគណិតទៅវិញក្តីស្រឡាញ់ជ្រាលជ្រៅគ្មានអីអាចប្រៀបការបែកគ្នាមួយនោះនាងបែរជារស់នៅជីវិតមួយតាមស្រមោលរបស់ខ្ញុំទៅវិញលែងស៊ីនេះនាងធ្វើដើម្បីតែខ្ញុំហ៎រឿងដែលយើងឲ្យឯងស៊ើបដល់ណាហើយលោកសាងអរុនសួស្ដីប្រធានសាងខ្ញុំឡើងយកអីវ៉ាន់ឡានរៀបចំរួចហើយហាលោកសាងលោកទៅធ្វើការខាងក្រៅមែនទេខ្ញុំទៅធ្វើរឿងខ្លះប៉ុណ្ណោះរួចមកវិញចា
តាមពិតទៅនាងនៅរស់ទៅចាប់ស្រីនេះពីសាលាលេងស៊ីងយកមកឲ្យយើងបាត់ក្រោយបង្រៀនហេវហៅរួចខ្ញុំទៅផ្ទះសិស្សម្នាក់ទៀតសិនអញ្ចឹងទៅផ្ទះយឺតតិចហើយអឺសុំទោសផងលោកសាងខ្ញុំភ្លេចថាលោកនៅខាងក្រៅសាំងអ៊ីហឹងទៅធ្វើការប្រហែលជាមិនចង់មានអ្នករំខានទេសំណាងឲ្យខ្ញុំលុបទៀនអេពួកឯងចង់ធ្វើអីប្រធានសាំងកាលណាត់ជួបឆៅស៊ីងឆឹងរៀបចំរួចហើយគេបបួលយើងទៅជួបនៅក្លឹបបូយេដឹងហើយបាក់លិនហ្វឹងយើងសួរឯងមួយនិយាយមកមើលឯងគិតថាយើង8ឆ្នាំមុនប៉ាកែជាងឬយើងឥឡូវប៉ាកែជាងឆាប់និយាយមកច្បាស់ជាលោកឥឡូវហើយរាល់ថ្ងៃលោកគ្រប់គ្រងសម្ព័ន្ធសាំងបានយ៉ាងល្អនៅក្នុងពិភពជំនួញគ្មានអ្នកណាអាចប្រៀបបានបិទមាត់បានន័យថាការថតសាំងកាលពីមុនមិនអាចប្រៀបជាមួយនឹងសាំងអ៊ីហឹងបច្ចុប្បន្នទេអញ្ចឹងគួរប្រាប់លេងសៀការពិតទេបាទប្រធានសាខ្ញុំពិតជាទន្ទឹងចាំការសហការរបស់ពួកយើងទាំងពីរលេងសៀគួរតែនៅក្រុងជីងតែនេះគឺជាងឈឹងច្បាស់ជាមើលច្រឡំហើយអ្នកណាបញ្ជូនពួកឯងមកលេងយើងឥឡូវនេះបាច់បកឲ្យស្ងាត់ទៅនៅកន្លែងយើងហ៊ានមកបញ្ជាយើងផងអេតាមពិតឆៅស៊ីនឈឹងសាវបងលៀងយកលុយនេះទៅហើយក្រុមហ៊ុនដែលខាត់បងនោះលក់វាចោលទៅថ្ងៃក្រោយយើងចាប់ដៃគ្នាបង្កើតក្រុមហ៊ុនថ្មីមិនលោកផលិតផលថ្មីក្រុមហ៊ុនយើងកំពុងតាស់សាក់លបងចុងក្រោយហើយបើវាចេញក្នុងទីផ្សារខ្ញុំធានាថាក្រុមហ៊ុនយើងនឹងងើបឡើងវិញជាមិនខានទេលៀងគិនគម្រឹងរស់កុំល្ងងពេកប្រាប់ឯងចុះបើថ្ងៃនេះឯងមិនយល់ព្រមថ្ងៃស្អែកទាំងផលិតផលក្រុមហ៊ុនឯងទាំងមូលនឹងបាត់ខ្លួនជាមិនខានទេហាសាសៀវសៀវចេញពីរៀនហើយសួស្ដីពូឆៅលែងសៀវយើងខានជួបគ្នាយូរមកហើយចំណាំមនុស្សខុសហើយខ្ញុំមិនមែនលេងសៀទេគ្រួសារប្តីខ្ញុំគឺគ្រួសារសាងនៅក្រុងជីងខ្ញុំប្រមានដោះលែងខ្ញុំឥឡូវនេះលេងសៀឈប់សម្ដែងជាមួយនឹងយើងឯងជាមនុស្សដែលពួកឆៅយើងមើលតាំងពីតូចទោះឯងខ្លាចទៅជាផេះក៏យើងនៅតែចំណាំដែរប្រធានសាំងឆៅសៀនឆឹងនោះមើលទៅដូចជាពួកទៅមានបានមិនដូចជាអ្នកមានសមត្ថភាពគ្រប់គ្រងឧបករណ៍ឲ្យយើងទេតាមការនិយាយគ្នាច្បាស់ណាស់ឆៅសៀនឆឹងមិនដឹងអីតតែសោនៃវិស្វករនៅក្រោមគេបានឆែកប្រវត្តិរូបហើយនៅគ្មានអ្នកណាម្នាក់លេចធ្លោទេប៉ុន្តែឆៅសៀនឆឹងធ្លាប់ជាដៃគូសហការឈ្មោះលីងគិនត្រូវជាឪពុករបស់អ្នកនាងលីងសៀអាឡូម៉ែកូនអ៊ីអ្នកនាងសាំងមិនឃើញមកបង្រៀនទេនៅថ្ងៃនេះម៉ាក់ទេក៏មិនចូលទៀតម៉ាក់កុំភ័យពេកនាងប្រហែលជានៅសាលាអាចរវល់ចាត់ចែងរឿងខ្លះចាំខ្ញុំទេទៅសួរបញ្ជាការលេខដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះអេលីនហ្វឹងឆាប់តាក់ទងសិនឈាននៅសាលាលេស៊ីងហើយប្រាប់ឲ្យនាងជួយរកមើលសិនសាងសួស្ដីលេខដែលលោកអ្នកកំពុងហៅប្រធានសាងសិនឈានមើលកាមេរ៉ាសុវត្ថិភាពហើយអ្នកគ្រូសាងត្រូវចាប់ចម្រិតអញ្ចឹងមុននេះខ្ញុំមិនមើលច្រឡំទេប្រធានសាងខ្ញុំគួរបញ្ជូនគេទៅតាមឡាននោះទេទៅក្លឹបប៊ូយេសាយ៉ាងនាំគ្នាទៅក្លឹបប៊ូយេឥឡូវនេះលឿនកាន់តែល្អប្រពន្ធយើងត្រូវគេចាប់ចម្រិតប្រធានសាំងឲ្យខ្ញុំតាមទៅនៅទីនេះរងចាំមនុស្សរបស់សានយ៉ាងតនយើងនេះនឹងអត់ធ្មត់និយាយស្រួលជាមួយឯងគួរតែប្រកល់សិភៅរបស់ LinkedIn ចេញមកឲ្យយើងឥឡូវនេះមិនចឹងត្រៀមខ្លួនជួបគេនៅជាតិក្រោយទៅទី1ខ្ញុំមិនមែនលេងស៊ីទេហើយខ្ញុំក៏មិនដឹងថាអ្នកណាឈ្មោះ LinkedIn ពិតមែនទី2ខ្ញុំមិនដឹងរឿងសិភៅស្អីនោះទេទី3បើលោកមិនឲ្យខ្ញុំទៅពេលប្តីខ្ញុំមកដល់គេមិនទុកឲ្យលោកនៅដាច់ខាតនៅហ៊ានគំរាមយើងទៀតផងឥឡូវប្រាប់យើងមកនាងជាស្រីរបស់អ្នកណាគ្រូសាសាំងនោះជាមនុស្សរបស់សាំងអ៊ីហឹងយើងលោកសាំងនាងមិនអីទេប្រធានសាំងមិនបាច់ដល់ថ្នាក់គ្រូបង្រៀនតាមផ្ទះម្នាក់បំផ្លាញទំនាក់ទំនងសហការរបស់យើងទេដឹងអីរឿងកាត់ឡើងនៅថ្ងៃនេះខ្ញុំមិនប្រកាន់នឹងលោកទេអញគួរតែចេញទៅហើយលោកឆៅចាប់ចម្រិតប្រពន្ធខ្ញុំថ្ងៃនេះដូចជាមិនមែនរឿងលោកត្រូវប្រកាន់ឬមិនប្រកាន់នោះទេប៉ុន្តែអាស្រ័យលើខ្ញុំលើកលែងឲ្យលោកឬមួយក៏ឆៅសិនឈឹងហ៊ានធ្វើគ្រប់យ៉ាងនៅក្នុងទឹកដីរបស់គេទៀត
បើតាំងគ្នាបែបនេះខ្ញុំខ្លាចថាសាំងអ៊ីហឹងចាញ់ប្រៀបគេមិនខានទេប្តីសម្លាញ់បំភ្លេចទៅលោកឆាយច្បាស់ជាច្រឡំមនុស្សហើយខ្ញុំក៏គ្មានរបួសទៀតពួកយើងទៅវិញទៅលោកឆាមានន័យថាម៉េចជំរាបសួរប្រធានសាជំរាបសួរប្រធានសាជំរាបសួរលោកធានសានឆៅស៊ីនឆឹងហេតុអីគេហ៊ានចាប់ចម្រិតនាងធ្លាប់មានរឿងជាមួយគេមែនទេព្រោះថាបើខ្ញុំហ៊ានប្រាប់គេការពិតសាំងអ៊ីហឹងមិនព្រមអោបដៃឈរមើលទេឆៅស៊ីនឆឹងសាហាវខូខើណាស់ចុះបើគេមករកគ្រួសារសាងគេថាខ្ញុំដូចជាកូនស្រីដៃគូរកមែនហើយគេមានភាពតាក់ទាញខ្ញុំស្រឡាញ់គេអីយ៉ាតែនេះមិនមែនជារឿងសំខាន់ទេចុះរឿងសំខាន់ជាអីសំខាន់គឺធ្វើម៉េចខ្ញុំអាចមានកូនយ៉ាងមានតែវិធីមួយទេខ្ចីនៃជីវិតឈ្មោលអើយអត់ទេអញដឹងហើយថាខ្ញុំខ្លាចប្រុសខ្ញុំមិននឹងអាចមានអ្វីនឹងប្រុសបានទៅអីយ៉ាខ្លាចប្រុសគេយ៉ាងម៉េចអញបាត់ភ្លើងទៅហើយកុំទុកគេជាប្រុសទៅបានហើយមិនបានទេខ្ញុំក្រៅពីម្នាក់នោះអ្នកផ្សេងគឺមិនបានទេកូនគោព្រៃមិនមែនទេដឹងដើម្បីតែមនុស្សជនម្នាក់ការពារខ្លួនម្លឹងផងអញ្ចឹងធ្វើម៉េចបើមិនកើតខ្ញុំទៅសួរខាងលោកមេជីវិតលោមើសិនអីកុំត្រូវរឿងនេះខ្ញុំត្រូវប្រាប់ដល់សៀកវ៉ាន់ចាំងឲ្យបានច្បាស់ពេលនេះខ្ញុំពិបាកចេញមុខណាស់កាត់កូនបើលោកអាចកាត់កូនបានគឺល្អហើយឃើញទេខ្ញុំនិយាយមិនខុសឡើយអស់ចាពេកហើយបិទដំណើរបំពង់កក់ក៏អាចកម្រើកមនុស្សជនលោកនេះពិតជាដូចពេកហើយពេលបាក់ដំណើរការដូចមនុស្សក៏ដូចចោះមិនពេលបាត់ដំណើរការក៏ដូចមនុស្សពិតមែនដែរក៏ណែបេះដូងនេះជីកចនេះដូចជាមនុស្សពិតពេកហើយក្នុងពេលបាត់ដំណើរការនេះពិនិត្យមើលកន្លែងផ្សេងក៏គួរមិនអីដែរគេជាមនុស្សយន្តមើលក៏មិនអីដែរទេដឹងអីហើយគិតស្អីនឹងឯងទុកគេជាមនុស្សយន្តទៅមិនអីទេអាឡូកូនគោព្រៃជាតិនេះឯងមិនចង់កាត់កូនមែនទេបើមិនមែនរៀបការជាមួយគេគ្រប់យ៉ាងសុទ្ធតែគ្មានន័យចុះបើសិនសើស៊ីឯងព្រមកាត់កូនឲ្យគេទេជួយឯងលេងសាយស្អីខ្ញុំនឹងគេជាមនុស្សសុភ័ព្វផ្សេងគ្នាកុំថាឡើយកាត់កូនចុះបើមានឱកាសឯងព្រមទេបើសិនជាគេខ្ញុំយល់ព្រមតែសប្បាយណាស់នេះត្រឹមតែជាឧបការៈកូនគោព្រៃសង្គមបច្ចុប្បន្ននេះចង់បានកូនម្នាក់ស្រួលខ្លាំងណាស់ឯងមានវិធីអីខ្ញុំមានមិត្តភក្តិពេទ្យម្នាក់អាចជួយស្នើឲ្យឯងបានបើជោគជ័យខែនេះឯងនឹងអាចមានកូនមែនមែនហើយបើឯងជឿខ្ញុំជួយរៀបចំឲ្យឯងអញ្ចឹងអរគុណហើយកូនគោព្រៃប្រើវិធីឲ្យឯងស្និទ្ធស្នាលនឹងសិនសើស៊ីក្រោយឯងឈប់ខ្លាចប្រុសនឹងដឹងការពិតគួរតែមិនបន្ទោសខ្ញុំទេដឹងអបអរសាទរការវះកាត់ជោគជ័យមានផ្ទៃពោះសប្តាហ៍ហើយល្អណាស់ខ្ញុំធ្វើជាប៉ះគេហើយអបអរផងនាងធ្វើជាម៉ាក់គេហើយលោកយាយខ្ញុំអាចបំពេញបំណងលោកយាយបានហើយម្ចាស់ស្រីមហូបមកដល់ហើយពីមុនក្រែងចេះធ្វើតាមីទេពេលនេះចេះធ្វើមហូបផ្សេងហើយសុបទៀតប្រកាសណាស់ក្នុងចិត្តខ្ញុំមានរូបមន្តម្ហូបច្រើនខ្ញុំចេះធ្វើម្ហូបច្រើនណាស់ថ្ងៃក្រោយចង់ហូបអីប្រាប់ខ្ញុំមកខ្ញុំច្បាស់ជាធ្វើឲ្យបានអ្នកប្រុសលោកចង់ហូបអីប្រាប់ពួកយើងតែមកទៅបានហើយចាំបាច់ឲ្យលោកធ្វើដោយផ្ទាល់ដៃដែរប្រពន្ធខ្ញុំចូលចិត្តឲ្យខ្ញុំធ្វើថ្ងៃនេះបង្រៀនខ្ញុំមិនចេះមិនចាំបាច់មកធ្វើការទៀតនោះទេភ្លក់ទៅរសជាតិនេះមែនទេឆ្ងាញ់មែនពិបាកយ៉ាងនេះមិនចឹងកុំកើតអីមិនអីទេបន្តិចទៀតអស់អីហើយគ្រាន់តែខ្ជះខ្ជាយអាហាររបស់លោកពេកហើយមហូបធ្វើបានគ្រប់ពេលតែនាងចេះតែមិនហូបអញ្ចឹងខ្ញុំបារម្ភពីសុខភាពនាងណាស៊ីតូចនេះចេះបារម្ភទៀតពេលនេះកាន់តែបារម្ភកាន់តែដូចមនុស្សហើយមកពីម្ចាស់ស្រីស៊ីតូចចិត្តខ្លាចជាមនុស្សហើយចុះលោកសុខចិត្តនៅជាមួយខ្ញុំអស់មួយជីវិតទេសុខចិត្តតែខ្ញុំអាចចាស់អាចអាក្រក់អាចធាត់ទៀនពេលនោះអាចនឹងឆេវឆាវខ្លាំងទៀតដើរតាមផ្លូវអ្នកផ្សេងគេគិតថាខ្ញុំជាយាយរបស់លោក
អញ្ចឹងលោកក៏មិនខ្លាចដែរអីសុំមិនខ្លាចឲ្យតែជានាងយ៉ាងណាក៏មិនខ្លាចពួកយើងមិញនេះពួកយើងថើបគ្នាមែនទេនៃនាងគឺម្ដងទៀតអីអះអះហើយមិនក៏មិនបាត់ដំណើរការអឺម្ចាស់ស្រីប្រហែលជាពេលដំឡើងមុខងារធ្វើមកហូបខ្ញុំត្រូវតែកាយទៅបាត់តិនបើកទៅសួរតិចទៅបាត់តិនបើកចុះបាត់តិនបើកលោកពេលនេះណៃណាទៅអះប្រមានអះប្រមានស៊ីតូចកើតអីហ្នឹងអីស៊ីតូចកើតអីប្រហែលជាបាត់តិនបើត្រូវកែប្រែប្រព័ន្ធមានបញ្ហាខ្លូខ្ញុំត្រូវទៅរោងចក្រពិនិត្យម្ដងទៀតទៅពិនិត្យអីចាំខ្ញុំជូនទៅអញ្ចឹងម្ចាស់ស្រីពេលនេះនាងមានផ្ទៃពោះសម្រាប់សិនទៅអឺខ្ញុំទៅខ្លួនឯងបានអឺអញ្ចឹងប្រយ័ត្នផងបងប្រុសស៊ីបងមិនទទួលក៏មិនអីខ្ញុំក៏មានវិធីឲ្យចាំងជីងយាកចាក់ចេញពីបងដែរអេនាយជាការហ្វាងមិនក៏មកខ្ញុំច្បាស់ជាមករកនាងហើយមានអីនិយាយនៅក្រុមហ៊ុនទៅឬនាងចង់ឲ្យអ្នកក្នុងក្រុមហ៊ុនដឹងថានាងចិញ្ចឹមមនុស្សជនម្នាក់នៅផ្ទះហើយនេះជាស្អីទៅនេះជាអំណោយដែលខ្ញុំជូននាងបើកមើលទៅបានន័យថាម៉េចទៅយ៉ាងម៉េចដែររូបរាងស្អាតទេសង្ហាទេនាយិកាហ្វាំងមានអីនិយាយគ្នាតាមត្រង់មកនេះមើលទៅកិច្ចសន្យាទិញមនុស្សជនឲ្យខ្ញុំមើលវាធ្វើអីនាងទិញមនុស្សជនដែរអីមើលតទៀតទៅភាគីសៀកបានចឹងអ្នកប្រើប្រាស់ចាងជីងយេឈ្មោះសម្គាល់ឈីយានប្រកុលតំណែងថ្ងៃទី12ខែ8 2025មើលយល់នៅនាយិកាហ្វាំងមិនធម្មតាមែនសូម្បីកិច្ចសន្យាទិញលក់ក៏អាចយកបានតែនេះអាចបញ្ជាក់ពីអ្វីបានទៅចាងជីងយេដល់ពេលនេះហើយនៅកុហកខ្លួនឯងទៀតមែនទេមួយនេះទៅជាមនុស្សយន្តដែលពួកនាងកក់ពីដើមនោះមិនទាន់ដល់ពេលប្រកុលផងពួកនាងក៏បានមនុស្សយន្តទៅហើយមិនយល់ថាចម្លែកទេហ៎អញ្ចឹងស៊ីតូចតាមពិតគឺត្រូវសិស្សស៊ីតូចជារបស់ខ្ញុំរងចាក់ដាក់តំណែងខុសបើសិននាងមិនជឿតែបញ្ជាក់នឹងមិត្តភក្តិនាងតិចទៅអាឡូអញ្ចឹងមនុស្សយន្តដែលអញកក់ឲ្យខ្ញុំមានលេខសម្គាល់ទេដូចជាមានឬសមាសភាពសិនស៊ឺស៊ីត្រូវបែកភ្លៀងហើយហ៎ឈ្មោះលេខអីដែរដូចជាឈ្មោះថាឈីយានគេទៅជាមនុស្សយន្តខ្ញុំត្រូវឲ្យនាងគួរតែអរគុណខ្ញុំដើម្បីពួកគេមិនអាចបញ្ចប់ការងារបានទេមកពីខ្ញុំដាក់ទុនម៉ារ៉ាញៀនទៅពួកគេពន្លឿនការងាររួចបញ្ចប់បានយ៉ាងលឿនឆាប់បើកមើលទៅអីមិនអីទេនាយិកាហ្វាំងសុំអង្វរមនុស្សយន្តនេះឲ្យនាងទុកស៊ីតូចឲ្យខ្ញុំទៅមិនថាថែមលុយប្រមាណទេខ្ញុំព្រមដែរបានទេមិនបានដើមឡើយស៊ីតូចជារបស់ខ្ញុំដល់ពេលឲ្យអីវ៉ាន់មកម្ចាស់ដើមវិញហើយស៊ីតូចនាងធ្លាប់ប្រើរួចហើយតែជាយាននេះនៅថ្មីពេលនេះប្រូអញ្ចឹងនាងជាអ្នកចំណេញណាមានអីមិនបញ្ជាក់ទៀតនេះជាការហ្វាំងខ្ញុំដឹងថាវាជាការយល់ច្រឡំតែខ្ញុំនឹងស៊ីតូចមានមនោសញ្ចេតនាហើយខ្ញុំមិនអាចគ្មានគេបានទេមានមុំសុំអង្វរទុកគេឲ្យខ្ញុំទៅបានទេច្បាស់ជាមិនបានអូចាំងជីងយាឯងចង់បានម្នាក់មុខរបស់បងស៊ីខ្ញុំក៏ដូចគ្នាចាំងជីងយាបើរបស់ឯងនឹងជារបស់ឯងបើមិនមែនដណ្ដើមក៏មិនបានដែរថ្ងៃនេះឯងត្រូវឲ្យបងស៊ីមកខ្ញុំវិញចាំងជីងយាខ្លាចតែឯងមិនដឹងថាស៊ូស៊ីតូចឯងនោះគឺជាសិនស៊ូស៊ីពិតប្រាកដទេលុយច្រើនប៉ុណ្ណាក៏ទិញបងស៊ូស៊ីមិនបានដែរឈឺណាស់ធ្វើពុតឈឺដោះស្រាយបញ្ហាមិនបានទេឈឺពោះណាស់ឈឺណាស់នាងមិនអីទេស៊ីតូចជួយផងនាងមិនអីទេយ៉ាធ្វើមិនទៅណែមានតែរំខានឯងសិនហើយបើកដំណើរការមនុស្សយន្តយានកំពុងស្កេនពិនិត្យមើលអ្នកនៅខាងមុខកំពុងចំណាំម្ចាស់ឯងកុំស្កេនខ្ញុំស្កេនគេទៅជាម្ចាស់ឯងខ្ញុំគ្រាន់តែចង់ឲ្យឯងជូនគេទៅពេទ្យប៉ុណ្ណោះតើស្កេនរូបរាងជោគជ័យការស្កេនត្រូវបានបញ្ចប់កំណត់គោលដៅសួស្ដីម្ចាស់ស្រីខ្ញុំជាមនុស្សយន្តយានជីឈានសូមម្ចាស់ស្រីប្រែប្រាប់ឲ្យថាកុស្កេនខ្ញុំឆាប់ឡើងជូនគេទៅពេទ្យទៅលឿនរកឃើញទីតាំងពេទ្យដែលនៅជិតនេះហើយនឹងដើរតាមផ្លូវល្បឿនលឿនបំផុតទៅកាន់ទីតាំងគោលដៅសួស្ដីនាយកសិន
ខ្ញុំមានពេលតែកន្លះថ្ងៃក្នុងពេលកន្លះថ្ងៃត្រូវតែមកវិញអ្នកប្រុសចំនួនលុយលើកនេះច្រើនអ្នកប្រុសអ្នកនាងហ្វាំងដូចជាទៅរករឿងអ្នកស្រីហើយរំសាយជើងហោះហើរអាយ៉ាមើលចុះបញ្ហាប្រព័ន្ធកំពុងសាកជួសជុលប្រាជ័យជាជាងនឹងបាត់ដំណើរការពារប្រព័ន្ធចេញយាបាត់ដំណើរមើលចុះលុតជង្គង់ហើយចេញយាចេញយាស៊ីចោលលឿនទៅឲ្យប្រាប់ពេទ្យបាទបើកដំណើរការស្កេនពីភារកិច្ចម្ចាស់ស្រីខ្ញុំនឹងបន្តបញ្ចប់ភារកិច្ចស្កេនគោលដៅយ៉ាងម៉េចហើយគ្រូពេទ្យកុំបារម្ភអីគេគ្រាន់តែរំជួលចិត្តធ្វើឲ្យគាត់មិននឹងណនៅពេទ្យពិនិត្យប្រហែលថ្ងៃអស់អីហើយបាទអរគុណម្ចាស់ស្រីនាងបំភ័យខ្ញុំស្លាប់ហើយមានរឿងអីកើតឡើងទៅទើបឲ្យគាត់មិននឹងនរំយ៉ាងលែងខ្លាចប្រុសទៀតហើយស៊ីតូចសុំទោសផងខ្ញុំមិនដឹងយ៉ាងម៉េចទេពួកគេនិយាយថាលោកមិនមែនជាមនុស្សយន្តរបស់ខ្ញុំទេគេដឹងពីសមាសភាពពិតខ្ញុំហើយពួកគេបានដាក់អីវ៉ាន់ឲ្យខ្ញុំខុសសុំទោសកំហុសខ្ញុំមិនបានពិនិត្យឲ្យច្បាស់ចាត់ទុកលោកជារបស់ខ្ញុំដូច្នេះអញ្ចឹងមនុស្សយន្តដែលបីនាងចុះមកនោះត្រូវគេទៅជាមនុស្សយន្តដែលមិត្តភក្តិខ្ញុំទិញឲ្យឈ្មោះមនុស្សយន្តជាយានពេលនេះពួកគេចង់យកលោកទៅវិញហើយគួរធ្វើយ៉ាងម៉េចទៅល្ងងមែនខ្ញុំមិនអាចឲ្យអ្នកណាម្នាក់យកខ្ញុំចេញពីក្បែរខ្លួននាងទេលោកមិនត្រឹមតែជាមនុស្សយន្តលោកអាចធ្វើអ្វីបានអញ្ចឹងមិនថាខ្ញុំប្រែជាអ្វីទេឲ្យតែអាចនៅក្បែរខ្លួននាងសុទ្ធតែអាចទទួលយកបានមែនហើយយ៉ាងណាក៏ខ្ញុំទទួលយកដែរទោះលោកប្រែជាឈីបមួយដុំដែលនៅក្បែរខ្លួនខ្ញុំក៏ខ្ញុំយល់ព្រមដែរចុះបើយកឈីបលោកដាក់លើខ្លួនយានឈីលោកនៅតែជាលោកទេលោកនៅចាំខ្ញុំបានដែរទេមិនចាំបាច់បដូរឈីព្រោះខ្ញុំមិនអាចភ្លេចនាងជារៀងរហូតខ្ញុំតាមពិតគឺស្កេនឃើញគោលដៅបន្តភារកិច្ចជូនគោលដៅទៅពេទ្យក្បែរនេះឯងជាមនុស្សយន្តដែលគេកក់នោះចេញឃើញពីឧបសគ្គគេជាស្រីយើងឯងកុំយកគេចេញពីក្បែរខ្លួនយើងឲ្យសោះចាប់ផ្ដើមសម្អាតសម្អាតរួចរាល់បន្តភារកិច្ចចង់ស្លាប់មែនទេស៊ីតូចមិនអីទេមនុស្សយន្តដូចគ្នាទេមិនក៏ក្បាច់គុណស៊ីតូចដូចជាចាញ់គេទៅហើយអាយ៉ាចំជាផ្ដាស់មែនខ្ញុំនេះជាខ្លួនមនុស្សមិនអាចវាយឈ្នះមនុស្សយន្តធ្វើពីដៃទៅស្កេនឃើញឧបករណ៍ជូតទឹកបាក់ប្រព័ន្ធការពារទឹកការពារជោគជ័យបន្តភារកិច្ចនាំគោលដៅទៅពេទ្យចិត្តនេះអញ្ចឹងក៏កើតដែរណែមនុស្សយន្តឯងនេះក៏ងងទេទីនេះជាពេទ្យហើយនៅជូនគេទៅពេទ្យធ្វើអីទៀតគោលដៅបានដល់ពេលក្បែរនេះចេញទៅបញ្ចប់ភារកិច្ចរងចាំបញ្ជាថ្មីស៊ីតូចមនុស្សយន្តដូចគ្នាមិនក៏គេដូចជារបស់អន់ចឹងប្រកាសណាស់ខ្ញុំគឺជាមនុស្សយន្តល្អបំផុតនៅក្នុងលោកនេះខិតខំរៀនឆ្ពោះទៅមុខមនុស្សយន្តល្អបំផុតក្នុងលោកខ្ញុំចង់រៀនចាប់ផ្ដើមស្កេនក្រែងពួកលោកចេញមកពីរោងចក្រតែមួយទេអីភាពឆ្លៀសវៃមិនក៏ខុសគ្នាឆ្ងាយម្ល៉េះជីងជាតាមពិតខ្ញុំមានរឿងមួយចង់ប្រាប់នាងមករហូតកំពុងស្កេនរួចរាល់គោលដៅជាសត្វលោកមនុស្សយន្តល្អបំផុតក្នុងលោកនៅឯណាជាសត្វលោកបានន័យថាមនុស្សលោកសុំទោសបើអញ្ចឹងលោកក៏ហក់ខ្ញុំមករហូតស៊ីយ៉ាសុំទោសមិនមែនទេខ្ញុំធ្វើនេះគឺមានហេតុផលស្ដាប់ខ្ញុំបកស្រាយសិននោះជាស្រីដែលឲ្យយន្តហោះក្រាស់មកឯងលើកមុនអាយ៉ាតាំងពីមិត្តភក្តិគេសម្លាប់ខ្លួនមកគេដូចជាចាប់ផ្ដើមដើរតែម្នាក់ឯងចាំខ្ញុំជួយហៅឲ្យប្អូនស្រីខ្ញុំខ្លាចចូលចិត្តនាងពេកធ្វើបាបនាងដូច្នេះមានតែមើលនាងពីចម្ងាយជីងយាកុំខឹងនឹងខ្ញុំអីបានទេអញ្ចឹងគ្មានមនុស្សយន្តស្អីទេលោកក៏មិនមែនសិនសើស៊ីខ្លាចបន្លំលោកជាសិនសើស៊ីត្រូវខ្ញុំគឺសិនសើស៊ី
ណែកុំយំអីកំពុងរក្សាកលលោកគឺសិនស៊ីស៊ីខ្ញុំអាចមិនយំបានដែរទេបានន័យថាម៉េចវិញទៅមកនេះកំពុងហៅខ្ញុំអីមែនហើយខ្ញុំអាចហៅគេដែរអីអោនាងមិនខ្លាចខ្ញុំទេអីអោបឬអត់នឹងលែងខ្លាចប្រុសហើយអីចាំថាខ្ញុំធ្លាប់ប្រាប់លោកថាខ្ញុំខ្លាចប្រុសមែនតែលើកលែងតែមនុស្សម្នាក់កូនម្នាក់នោះជាខ្ញុំអីមែនហើយមើលចុះមិនក៏បែបនេះអញ្ចឹងណាត្រូវហើយឆាប់ចេញទៅល្អណាស់ដើមឡើយខ្លាចនាងស្លាប់មិនស្មានថានាងសុំតែស្លាប់មែនកូនប្រសាមានផ្ទៃពោះហើយអីខ្ញុំចិត្តធ្វើយាយគេហើយល្អមែនមានប្រសិទ្ធភាពលឿនណាស់ដូចបងកាលពីឆ្នាំនោះអ៊ំប្រុសអ៊ំស្រីពួកអ៊ំរីករាយលឿនពេកហើយកូននេះមិនមែនរបស់បងសើស៊ីទេមិនអាចទេជីងយៀនមិនមែនមនុស្សអញ្ចឹងឡើយត្រូវកូនខ្ញុំមិនអាចធ្វើឪពុកឲ្យកូនអ្នកផ្សេងទេចាំងជីងយៀនមានផ្ទៃពោះ3ខែហើយម្យ៉ាងគេដឹងថាបងប្រុសសើស៊ីជាមនុស្សយន្តមិនអាចមានកូនបានទេដូច្នេះគេក៏មិនអាចមានកូនរបស់បងសើស៊ីដែរក្មេងៗចិត្តទូលាយគេចូលចិត្តយកមនុស្សយន្តធ្វើជាប្តីនេះទោះធ្វើជាប្តីក៏មិនអាចមានកូនដែរចោលថាកូនខ្ញុំមិនអាចមានកូនបានអីហើយយ៉ាអ៊ំប្រុសខ្ញុំគ្មានន័យអញ្ចឹងទេខ្ញុំចង់ថាបើចាំងជីងយៀមានផ្ទៃពោះគេមិនអាចមិនដឹងថាបងសើស៊ីជាមនុស្សយន្តខ្លាំងៗទេមិនចឹងមានតែកូននេះមិនមែនជារបស់បងសើស៊ីឬក៏គេធ្វើពុតឈួតចង់ធ្វើប្រពន្ធអ្នកមានក៏សមហេតុផលដែរក៏ត្រកូលសិនមិនអាចអនុញ្ញាតដែរចឹងពួកយើងទៅរកគេសួរឲ្យច្បាស់ទៅអានដឹងថាកូនប្រសាខ្ញុំនៅពេលណាទេត្រូវហើយពួកខ្ញុំទៅរកគេភ្លាមច្បាស់ជាបានតោះទៅអ៊ំស្រីចេញដំណើរទៅបានតោតោតោះទៅអញ្ចឹងមានរឿងមួយខ្ញុំប្រាប់ឯងកុំខ្លាចណាមនុស្សយន្តដែលឯងឲ្យខ្ញុំគឺជាសិនសើស៊ីមែនទេឯងដឹងអស់ហើយស្អីហៅថាដឹងអស់ហើយទៅឯងដឹងថានោះជាសិនសើស៊ីយូរហើយអត់ទេខ្ញុំគ្រាន់តែដឹងមុនឯងតិចប៉ុណ្ណោះឈប់និយាយរឿងនេះទៅយ៉ាងម៉េចដែរនៅជាមួយប្រុសដែលឯងលួចស្រឡាញ់ច្រើនឆ្នាំនៅខ្លាចប្រុសទៀតទេប្រាប់តាមត្រង់ចុះរឿងជក់ចិត្តខ្ញុំស្មានថាជាតិនេះខ្ញុំត្រូវបាននៅជាមួយមនុស្សយន្តហើយតែមិននឹកស្មានថាម្នាក់នោះបែរជាសិនស៊ីពិតមែនធ្លាប់ឮគេនិយាយឃ្លាមួយទេថាបំភ្លេចមិនបាននឹងមានការតបស្នងអើយចាប់ហើយអញ្ចឹងពេលនេះមិនមានកូនអ្នកផ្សេងទៅហើយទេអីខ្ញុំល្ងើមែនខ្ញុំទៅទិញមេជីវិតគេស្អីទៅអូយគឺថាកូនគោព្រៃខ្ញុំមានរឿងមួយត្រូវប្រាប់ឯងតែឯងកុំរំជួលចិត្តពេកណាតាមពិតទៅសន្តិសុខស្នេហាចេញទៅយាមទ្វារសិនសើស៊ីបងចូលចិត្តឲ្យអូនហៅថាស៊ីតូចចូលចិត្តធ្វើសត្វចិញ្ចឹមអីបងបានសួរលោកយាយហើយគាត់ថាអូនមិនដែលចិញ្ចឹមសត្វនោះទេខ្ញុំអញ្ចឹងពេលនេះចិញ្ចឹមបានហើយក៏បានបើអូនព្រមហៅបងថាលោកប្តីបងអាចបង្ខំចិត្តផ្ទេរឈ្មោះស៊ីតូចនេះចេញទៅក៏បានតាំងស្អីនឹងតាំងពីដឹងថាគេមិនមែនជាមនុស្សយន្តឲ្យតែគេចូលចិត្តបេះដូងរបស់ខ្ញុំគ្រប់គ្រងលែងជាប់ហើយក្រែងថាអូនមិនខ្លាចបងទេហ៎មិនពេលដែលបងចូលចិត្តអូនដូចជាភិតភ័យខ្លាំងម្ល៉េះផ្ដេសផ្ដាស់ប្រុសសង្ហាខិតចិត្តបែបនេះអ្នកណាទ្រាំបានទៅខ្ញុំគ្រាន់តែមិនចង់ទម្លាយមិនអីទេមានពេលអាចទម្លាប់បានបើមួយជីវិតមិនបាននៅមានជាតិក្រោយទៀតស៊ីតូចអ៊ំប្រុសអ៊ំស្រីចាំងជិញយានៅទីនេះអ៊ំប្រុសអ៊ំស្រីស្អីគេផឹកចេញអត់ទេនេះទេចេញឲ្យខ្ញុំចូលទៅអឺអឺអឺកូនប្រុសឯងបន្តទៀតចុះណាបន្តទៀតចុះចុះតោះចូលក្រែងអ្នកទាំងពីរគឺជាអ្នកសម្ដែងហ៎ក្រែងអ្នកទាំងពីរគឺជាអ្នកសម្ដែងហ៎ត្រូវពួកយើងគឺជាអ្នកសម្ដែងចុះថ្ងៃនេះសម្ដែងពីអ្វីណែប៉ាម៉ាក់ឈប់សម្ដែងទៀតទៅ
ជីងយាបានដឹងហើយមែនអីអញដឹងថាខ្ញុំជាអ្នកស្រីសម្ព័ន្ធសិនហើយអីក៏ដឹងថាខ្ញុំជាប្រធានសម្ព័ន្ធដែរអីខ្ញុំដឹងអស់ហើយស៊ីតូចបានប្រាប់ខ្ញុំអស់ហើយអញ្ចឹងខ្ញុំអាចផ្ទេរភាគហ៊ុនឲ្យឯងបានត្រូវអ៊ំស្រីសិនកុំភ្លេចថាពួកយើងមកធ្វើអីណាអូយយមើលខួរក្បាលខ្ញុំចុះសូម្បីតែរឿងនេះក៏ភ្លេចដែរត្រូវគាត់របស់ជីងយាពិបាកណាស់ទៅនឹងណាស់បើសិនជាគ្មានរឿងអីល្អទេយល់ល្អត្រង់ទុកក្នុងចិត្តទៅអត់ទេកូនប្រុសក៏គ្មានរឿងអីដែរគ្រាន់ចង់សួរជីងសៀនឹងរឿងមួយពាក់ព័ន្ធនឹងអនាគតគ្រួសារសិនយើងត្រូវសួរទៅឲ្យលឿនឡើងឲ្យបងសួរទៅសាំញ៉ាំច្រើនម្លេះអញ្ចឹងបានបងសួរសួរហើយណោះគឺថាអាយ៉ានឹងឲ្យចុះចាំខ្ញុំសួរចាញ់ជីងយាបងសើស៊ីពិបាកនិយាយតែនាងក៏គួរដឹងខ្លួនដែរមានកូនអ្នកផ្សេងបែរជាឲ្យបងសើស៊ីទទួលបន្តមិនចេះខ្មាស់ទេអីហេនាងអត់គេខ្មាស់ពេកហើយសំណួររៀងចាក់ដោតបន្តិចអាយ៉ាកំប៉ះលើសពេកអីពួកយើងចង់ដឹងថាកូននេះជាកូនអាសើទេពួកយើងមិនមែនគឺចិញ្ចឹមក្មេងថែម្នាក់ទៀតក៏មិនមែនមិនបានដែរត្រូវគ្រាន់តែអ៊ំប្រុសអ៊ំស្រីកូននេះមិនមែនជាកូនស៊ីតូចមែនតែខ្ញុំមិនបានក្បត់នឹងគេទេព្រោះពេលបងជាមនុស្សយន្តក៏ខ្ញុំមិនបានគិតចង់ក្បត់បងដែរបងដឹងអូនចង់នៅជាមួយមនុស្សយន្តដូចបងដូច្នេះហើយទើបបង្កកំណត់សព្វនិមិត្តថាម៉េចសព្វនិមិត្តអីតាមពិតដើមឡើយគេអាចនៅដោយស្ងៀមស្ងាត់បានតែខ្ញុំជ្រើសរើសឲ្យគេមកកាន់ពិភពលោកមួយនេះខ្ញុំត្រូវរ៉ាប់រងលើគេស៊ីតូចខ្ញុំមិនអាចបោះបង់គេទេលោកយាយក៏ចាំចៅម្នាក់ទៀតមិនទាន់ដែរអាយ៉ាពួកយើងក៏មិនមែនមានន័យអញ្ចឹងដែរអាយ៉ាឯងដឹងហើយថាគ្រួសារសិនមានការរកស៊ីត្រូវការស្នងមែនហើយដូច្នេះគ្រួសារសិនត្រូវតែមានអ្នកបន្តណាត្រូវទុកចិត្តចោះម៉ាក់សុខភាពខ្ញុំនេះពិតជាល្អណាស់អ៊ំប្រុសអ៊ំស្រីខ្ញុំយល់ទាំងអស់ជាតិនេះខ្ញុំអាចនៅជាមួយសិនសឺស៊ីតែប្រហែលខែក៏ខ្ញុំស្កប់ស្កល់ហើយខ្ញុំនឹងចាក់ចេញអូនចង់ចាក់ចេញត្រូវសួរថាបងព្រមអត់បងសឺស៊ីកុំភ្លេចណាខ្ញុំទៅជាគូដណ្ដឹងរបស់បងខ្ញុំទៅជាអ្នកដែលសមនឹងបងបំផុតអ្នកដែលភ្ជាប់ពាក្យជាមួយនឹងខ្ញុំគឺបងនាងហ្វាំងអ៊ីអានតាំងពីគេបាត់ខ្លួនការភ្ជាប់ពាក្យបានរំសាយចោលហើយម្យ៉ាងខ្ញុំនឹងជីងយាបានចូលអេតាស៊ីវិលហើយសៀវភៅរៀបការនេះក្រែងខ្លាំងខ្លាយអ្នកណាថាខ្លាំងខ្លាយបងបានដាក់អន្ទាក់ខ្ញុំតាំងពីពេលណាមកចិនបោកប្រាស់ពេលនេះមានអ្នកចង់រត់ក៏រត់មិនរួចដែរអាយុសំជាកូនប្រុសបងចេះគិតគ្រប់ជំហានខ្ញុំមិនជឿបងសឺស៊ីមិនក៏បងដាក់ចិត្តធ្វើអញ្ចឹងដាក់ខ្ញុំបែរជាសុកចិត្តធ្វើឲ្យចុងគេក៏មិនព្រមដណ្ដឹងខ្ញុំធ្វើអញ្ចឹងដាក់ខ្ញុំបែរជាសុកចិត្តធ្វើឲ្យចុងគេក៏មិនព្រមដណ្ដឹងខ្ញុំហ្វាំងនាងអានខ្ញុំប្រាប់នាងច្រើនលើកហើយទោះគ្មានជីងយាក៏ខ្ញុំមិនអាចនៅជាមួយនាងដែរខ្ញុំគ្មានអារម្មណ៍ស្នេហាប្រុសស្រីលើនាងទេចុះបងស្រីខ្ញុំបងធ្វើនេះក៏បីនឹងបងស្រីខ្ញុំដែរលើកចុងក្រោយពេលជួបនឹងបងនាងគេ2ឆ្នាំខ្ញុំ3ឆ្នាំឯនាងមិនទាន់កើតផងគឺប៉ះម៉ាក់នាងជាអ្នកធ្វើឲ្យគេបាត់ហេតុអីត្រូវប្រើជីវិតខ្ញុំប៉ះបើនៅភាពរអៀសចិត្តពួកគេបងសៀវស៊ីមិនក៏និយាយពាក្យដាច់មេត្តាបែបនេះអាស៊ីឈប់សិនអាស៊ីចាំតិចទៅឆាប់តាមអាស៊ីពួកយើងរត់បែបនេះពិតជាបានមែនគេជាម៉ាក់ប៉ាហ្វាំងនាងអានឬអូនចង់ឲ្យពួកគាត់បង្ខំឲ្យលែងលះជាមួយនឹងបងពួកយើងមុនក្រោយគង់តែលែងលោះសាកមើលទៅហ៊ានលែងបងនឹងស៊ីអូននេះជាសិនស៊ីដែលខ្ញុំលួចស្រឡាញ់ជាច្រើនឆ្នាំពាក្យគំរាមបែបនេះនិយាយដូចជាពាក្យស្នេហាទៅវិញទេខ្ញុំនឹងគិតមើលសិនអញ្ចឹងទៅឆ្លាតលោកពូអ្នកមីងតាមពិតនៃកូនក្នុងពួកជីងយាជាកូនរបស់សិនសឺស៊ីឯងថាម៉េចរឿងរ៉ាវមិនចេះទេនៅតែកូនប្រុសខ្ញុំឆ្លាតឆាប់ឲ្យមេធាវីរៀបឯកសារផ្ទេរហ៊ុន2ច្បាប់ខ្ញុំត្រូវឲ្យកូនប្រសានឹងចៅប្រុសខ្ញុំម្នាក់មួយច្បាប់ត្រូវមិនទាន់គ្រប់ទេឲ្យចំណែកអាស៊ីនោះទៅគេដែរទៅប៉ាម៉ាក់ពិតជាអ្នកទាំងពីរមែនអ្នកទាំងពីរមកធ្វើអីទីនេះអានម៉ាក់ដូចជាឃើញបងស្រីឯងហើយមែនគាត់នៅឯណាអាយ៉ាត្រូវអាស៊ី3រត់បាត់ហើយថាម៉េចប៉ាម៉ាក់ចង់ថាជីងយាជាបងស្រីរបស់ខ្ញុំចឹង
ត្រូវពួកយើងត្រូវទៅបន្ទប់ពេទ្យយកសក់គេទៅពិនិត្យ DNA សិនអេម៉ាក់រឿងនេះប្រគល់ឲ្យខ្ញុំទៅខ្ញុំនឹងរកវិធីយកគំរូពីលើខ្លួនគេឲ្យបានល្អស្វាគមន៍អ្នកស្រីអ្នកប្រុសមកវិញអ្នកប្រុសបានត្រៀមអ្នកជំនាញផ្នែកស្ត្រី2នាក់និងនៅ2នាក់តាមការប្រែ5លោកហើយពួកគេនឹងពិនិត្យឲ្យអ្នកស្រីតាមកំណត់ក៏អាចពិនិត្យគាត់គ្រប់ពេលដែរធ្វើបានល្អអូនសម្លាញ់កំពុងគិតអីកំពុងគិតថាមានប៉ុនអីទើបអាចនៅជាមួយសិនស៊ីស៊ីអាចនៅជាមួយអូនទើបជាកិត្តិយសបងតោះពួកយើងឡើងទៅលើមើលទៅគំនូរទាំងនេះបងទុកទាំងអស់អេអញ្ចឹងចាប់តាំងពីពេលណាទៅតាំងពីអូនបង្ហាញស្នាដៃជាលើកទី1មកគ្រប់ស្នាដៃដែលបានពានរង្វាន់អូនបងសុទ្ធតែទុកតាមពិតបងតាមដានខ្ញុំយូរហើយអត់ទេប៉ុននេះទៀតឲ្យរបស់ល្អអូនមើលចុះក្រៃនេះខ្ញុំគូកំណត់មិនពេញចិត្តមិនយកលុយអ្នកមីងចង់គូរូបដែរទេមិនក៏មកគូឲ្យខ្ញុំមួយផ្ទាំងបានទេបានតែគូបានស្អាតមែនឯងច្បាស់ជាខ្លាយជាជាងគំនូរល្បីនិងមានការិយាល័យធំមួយទៀតស្អែកខ្ញុំត្រូវចាក់ចេញពីទីនេះហើយនាងល្អិតកូនគោព្រៃខ្ញុំច្បាស់ជាមិនភ្លេចឯងទេនាងល្អិតក្មេងប្រុសមិញនេះជាអ្នកណាក្មេងរពឹអាយុចិត្តភ្លៀងឲ្យពួកយើងរៀបចំរួចទៅផ្ទាល់បានឆ្លាតមែនបងជាក្មេងរពឹសពេលនោះឆ្នាំនោះបងប្រញាប់ទៅរកអូនយ៉ាងនេះព្រោះតែបងចិត្តទៅបរទេសបងមិនដាច់ចិត្តពីអូនក្រោយមកបងនៅបរទេសយូរខ្លាំងណាស់បងរកគ្រប់វិធីដើម្បីមកវិញចំណាយកម្លាំងច្រើនណាស់ទៅរកអូនឃើញក្រោយមកបងក៏បដូរទៅរៀននៅជីងតាក៏ព្រោះតែអូននៅទីនោះដែរអញ្ចឹងតាំងពីយូរមកបងចុះអូនវិញអូនចាប់ផ្ដើមស្រឡាញ់បងតាំងពីពេលណាទៅខ្ញុំក៏មិនដឹងដែរប្រហែលពេលឃើញបងលើកទី1ដឹងថាជាបងទៅហើយនោះក្រែងមនុស្សយន្តហោះក្រដាស់ដែលខ្ញុំបត់អីមិនក៏បងទុកវាដែរមែនហើយនេះជារូបទី2ដែលអូនគូឲ្យបងក៏ជាភ័ស្តុតាងដែលអូនស្រឡាញ់បងដែរចុះមិនដឹងថាយន្តហោះក្រដាស់ជាខ្ញុំអ្នកកុបេគឺប្រកាសណាស់ស្នាដៃនេះស្ទាយបែបនេះគ្រាន់មើលក៏ដឹងថាអូនគូហើយម្យ៉ាងអូននៅសរសេរឈ្មោះអូននៅក្បែរនេះទៀតចុះហេតុអីពេលនោះមិននិយាយរកខ្ញុំសោះអញ្ចឹងតាមពិតឆ្នាំនោះបងចង់ទៅរកអូនហើយតែឮថាអូនដើម្បីប្រកួតក៏ចូលរួមហ្វឹកហាត់ដូច្នេះបងមិនទៅរំខានអូនដល់ឆ្នាំទី2ឈោមាសទី2បងក៏ចង់ទៅរកអូនក៏នោះជាលើកទី1ដែលអូនប្រកួតថ្នាក់ជាតិបានពានរង្វាន់លើកទី1ជាលើកទី1ក៏ជាលើកចុងក្រោយដែលឡើងឆាងយករង្វានហើយបើសិនខ្ញុំមិនទៅយករង្វាន់ជើអ៊ីក៏មិនអាចស្លាប់ដែរគឺមកពីខ្ញុំបើពេលនោះខ្ញុំនៅកំដរគេក៏មិនធ្វើរឿងបែបនេះឡើងដែរគឺមកពីខ្ញុំមិនមែនកំហុសអូនទេតែខ្ញុំបំភ្លេចមិនបានទេជីងយីតាមពិតទៅបងបានតាមដានអូនយូរណាស់ហើយបងដឹងថាសុងជើអ៊ីជាមិត្តល្អរបស់អូនគេតែនិយាយថាជីងយីជាមិត្តល្អបំផុតរបស់ខ្ញុំគេជាអ្នកច្នៃម៉ូដដល់ពូកែថ្ងៃក្រោយគេនឹងឈរលើឆាកដ៏ធំយករង្វាន់គេជាអ្នកចង់ឃើញអូនរុងរឿងបំផុតនៅក្នុងលោកនេះជីងយីអូនពូកែមានសមត្ថភាពអូនអស្ចារ្យណាស់ដូច្នេះអូនត្រូវតែស្រឡាញ់ខ្លួនឯងកុំចេះតែសង្ស័យខ្លួនឯងអញ្ចឹងកូនគោព្រៃទារុតាមពិតជាកូនសិនស៊ឺស៊ីទេថាម៉េចបងសុទ្ធតែជាមនុស្សអាក្រក់ថាម៉េចគេប្រាប់អូនរឿងអីទៅ
ហឺនៅហ៊ានសួរទៀតហេតុអីបានជាបងរួមដៃគ្នាមកបោកខ្ញុំបងក៏ដឹងហើយថាខ្ញុំខ្វាយខ្វល់ថាកូនក្នុងពោះនេះមិនមែនជាកូនរបស់បងបងដឹងសុំទោសអូនសម្លាញ់មកពីបងខ្លាចអូនទទួលយកដែលបងជាមនុស្សមិនបានម្យ៉ាងបងមិនអាចឈរមើលអូនទៅមានកូនរបស់អ្នកផ្សេងដែរអញ្ចឹងទើបបងតាក់តងទៅសៀវបានចឹងសិនស៊ីសំណាងកូនជារបស់បងថ្ងៃក្រោយបងនឹងច្បាស់ជាខំប្រឹងទៀតណែហើយយល់ល្អតែមកឯងមានការពិតមែនអ្នកប្រុសបានដំណឹងចឹងហើយយ៉ាងហើយវានៅប្រទេសពេទ្យស្មារតីថៃស៊ីនពេទ្យស្មារតីខ្ញុំនឹងទៅភ្លាមមានរឿងអីទៅជីងយាបងសិតដឹងតម្រុយសំខាន់ខ្លោពេលនេះត្រូវទៅសិនអូននៅផ្ទះឲ្យស្រួលចុះណាអឺចាំបងអេយ៉ាមិនក៏មកទៀតហើយមានរឿងអីនិយាយទីនេះទៅអ៊ំប្រុសអ៊ំស្រីខ្ញុំមកនេះមិនមែនបង្ករឿងទេសូមពួកអ៊ំជួយហៅចាំងជីងយាចេញមកធម្មតាឯងរឹងរូសណាស់ហើយចុះបើឯងនៅតែរំខានជីងយាទៀតអ៊ំនឹងចាត់ការតាមនឹងហើយចាំងជីងយាខ្ញុំមានវិធីធ្វើឲ្យលោកយាយនាងអាយុវែងជាងនេះ5ឆ្នាំបើសិននាងមិនត្រូវការខ្ញុំទៅហើយឈប់ភ្លាមហ៊ានយករឿងយាយខ្ញុំមកលេងសើចខ្ញុំមិនលើកលែងឲ្យនាងទេខ្ញុំមិនតនេលេងសើចនឹងនាងទេបងប្រុសខ្ញុំជាអ្នកជំនាញដុំសាច់កំពូលក្នុងលោកគាត់មានវិធីព្យាបាលលោកយាយរបស់នាងមែនអេអានបងឯងមានវិធីមែនអីអស់លុយប្រហែលប្រាប់មកអ៊ំប្រុសអ៊ំស្រីទឹកចិត្តពួកអ៊ំខ្ញុំទទួលហើយតែលុយព្យាបាលលោកយាយខ្ញុំនឹងត្រៀមខ្លួនឯងពិតជាកតញ្ញូមែនប៉ុន្តែបងប្រុសខ្ញុំមិនមែនថាអញ្ជើញបានទេណាដាក់តម្លៃមកម៉ារីលៀនបូកថែមម្រាមដៃមួយនេះអីយ៉ាម៉ារីលៀនមិនអីទេតែម្រាមដៃមួយនេះឲ្យចោះត្រូវឲ្យឯងយកម្រាមដៃមួយទៅក៏គ្មានប្រយោជន៍អីដែរបើគ្រប់គ្នាគ្មានភាពស្មោះត្រង់អញ្ចឹងណាឲ្យចោះបានឲ្យតែព្យាបាលលោកយាយបានកុំថាឡើយម្រាមដៃមួយជីវិតខ្ញុំក៏អាចឲ្យបានដែរមិននឹកស្មានថានាងកតញ្ញូម្លឹងសៅពិតជាដូចសមាជិកគ្រួសារហ្វាំងមែនអានេះនិយាយតាមស្រួលបើម៉ាយាលៀនមិនគ្រប់ទេ200លានទៅ1000លានក៏បានឲ្យតែការពារម្រាមជីងយាបានចង់យ៉ាងម៉េចក៏បានដែរគ្រួសារពួកយើងរាប់អានគ្នាយូរណាស់ហើយត្រូវទេអ៊ំប្រុសអ៊ំស្រីគឺពួកអ៊ំមិនឲ្យខ្ញុំចូលគ្រួសារសិនតែក្នុងពេលនេះកុំយករឿងនេះមកពាក់ព័ន្ធក្នុងពេលនេះកុំយករឿងនេះមកពាក់ព័ន្ធនឹងហើយចុះឃើញនាងមានផ្ទៃពោយកឈាមនាងតិចសិនទុកជាថ្លៃកក់ចូលយកទៅពិនិត្យ DNA ទៅបាទចាងជីងយាសង្ឃឹមថានាងជាបងខ្ញុំមែនចុះអីយករំឲ្យស្រួលបួលទៅត្រូវប្រើថ្នាំដែលល្អកុំឲ្យនៅមានស្នាមណាអ៊ំស្រីរបួសតូចតាចទេឆាប់ជាតិទៅយ៉ាងណាក៏ជារបួសលោកចៅឲ្យចុងភៅធ្វើស៊ុបពៅឈាមទៅប្រហែលថ្ងៃនេះពៅអ្នកស្រីតូចម្ដងលឺទេបាទអាយ៉ាអានចាំមែនហើយបែរជាធ្វើបែបនេះអ៊ំប្រុសអ៊ំស្រីឲ្យទៅលោកយាយមិនអីរបួសប៉ុណ្ណឹងមិនអីនោះទេជីងយាបងមកវិញហើយកើតអីនឹងឈឺដែរទេគ្មានរឿងអីធំដុំទេយ៉ាងណាពួកបងពីមុនធ្លាប់ភ្ជាប់ពាក្យអារម្មណ៍គេខ្ញុំយល់អូនមិនបាច់យល់ពីគេទេគេវិទៅកាត់ម្រាមដៃអូនទៅហើយបងថាគេមានចេតនាមិនថាយ៉ាងណាទេលោកយាយអាចរស់ថែមបានប្រហែលឆ្នាំខ្ញុំរីករាយណាស់ទៅហើយការងារបងបានដល់ណាស់ហើយអ្នកណានៅពិតស្មារតីទៅជីអ៊ីមកហើយបងដឹងថាអូនមិនអាចចាក់ចេញពីបងទេត្រូវទេបងគ្មានចេតនាមកលើកទូរស័ព្ទអូនទេថ្ងៃនោះបងគ្មានចេតនាមកលើកទូរស័ព្ទអូនមែនបងមិនដែលស្រឡាញ់អ្នកផ្សេងទេជីអ៊ីកុំទៅអីចាំងជីងយានាងជាមិត្តល្អបំផុតរបស់ជីអ៊ីមែនទេនាងជាមិត្តល្អរបស់គេតែពេលនេះខ្ញុំតាក់ទងគេមិនបានគេមិនលើកទូរស័ព្ទខ្ញុំពេលនេះគេយ៉ាងម៉េចទៅហើយនោះខ្ញុំក៏មិនដឹងនាងយកគេលាក់ទុកមែនទេត្រូវគឺនាងនឹងហើយនាងយកគេលាក់ទុកត្រូវទេនាងយកគេលាក់ទុកលោកនៅធ្វើពុតជាស្រឡាញ់ស្អីទៀតគេស្លាប់ហើយជឿអ៊ីគឺគេស្លាប់ហើយដឹងថាគេស្លាប់បាត់ហើយទេមិនអាចទេគេមិននឹងអាចស្លាប់ទៅគឺនាងយកគេលាក់ទុកគឺនាងសងគេមកឲ្យខ្ញុំវិញសងជីអ៊ីមកខ្ញុំវិញឲ្យលឿនឡើងសងគេមកខ្ញុំវិញលែងយើងបូននេះខ្ញុំឲ្យជីអ៊ីគេធ្លាប់ប្រាប់ខ្ញុំថាបើសិនជាគេត្រូវស្នេហាក្បត់គេសុកចិត្តស្លាប់ខ្ញុំ
មិននឹកស្មានដល់ថាមិនស្មានថាគេបែរជាធ្វើមែនទែនព្រោះតែប៉ារបស់គេមានស្រីទៅធ្វើឲ្យម៉ាក់គេសម្លាប់ខ្លួនអញ្ចឹងទៅគេខូចចិត្តនឹងការក្បត់ខ្លាំងម្លេះដូច្នេះទៅគេតាមពិតរឿងចឹងហើយយ៉ាងនេះនៅមានរឿងផ្សេងទៀតបងបានស៊ើបរួចហើយពេលនោះគេមិនមែនមានអ្នកផ្សេងទៅមិនទៅណាត់ទៀតទេពេលនោះលោកយាយគេឈឺធ្ងន់គេបាននៅក្នុងពេទ្យកំដររហូតប្រហែលថ្ងៃក្រោយមកលោកយាយគេក៏ចែកឋានទៅពេលគេតាក់ទងទៅជឿអ៊ីវិញជឿអ៊ីគេបានគេរងការវាយប្រហារដ៏ខ្លាំងទៅក៏ទៅខ្លាចជារូបរាងបែបនេះទៅព្រោះគេបាត់បង់ឱកាសបកស្រាយទៅគេបាត់បង់អ្នកដែលស្រឡាញ់បំផុតក្នុងលោកក៏រស់នៅក្នុងភាពរអៀសចិត្តមួយជីវិតដែរជីងយីបើសិនជាកិច្ចពីការពិតមានតែឃុំខ្លួនឯងតែប៉ុណ្ណោះពីថ្ងៃនេះទៅបងសង្ឃឹមថាអូនអាចដើរចេញពីស្រមោលជឿអ៊ីមកក្រៅវិញបានរួចទទួលយកពិភពលោកនេះឈប់ធ្វើបាបខ្លួនឯងទៀតបានទេអរគុណហើយអរគុណហើយអរគុណសំណាក់ទាំងសងខាងបានកំណត់ថាយាសាច់ឈាមនឹងគ្នារកឃើញហើយអានរកឃើញបងស្រីឯងហើយអានលឿនឆាប់ទៅរកបងឯងមកផ្ទះវិញល្អតោះឆាប់ឡើងអាយ៉ាល្អណាស់ថ្ងៃនេះទីបំផុតបានជួបបងស្រីឯងហើយប៉ាវរិចរីមែនទីបំផុតបានឃើញកូនហើយមួយនេះស្អាតណាស់អេបានមួយនេះក៏ដូចគ្នាប៉ាម៉ាពួកយើងរើសអំណោយឲ្យចៅឯងមកមើលទៅមកវីវហើយលោកម្ចាស់លោកស្រីត្រកូលហ្វាំងមកបង្ខំមង្គលការហើយថាម៉េចប៉ុន្មានឆ្នាំនេះតាំងពីអ៊ីអានបាត់ខ្លួនក៏រំសាយមង្គលការរអៀសចិត្តនឹងពួកគេណាស់ដូច្នេះយកយល់គ្រប់កន្លែងមិននឹកស្មានថាពួកគេបានចិត្តមិនលឹងសោះបើគ្រួសារហ្វាំងនៅតែបង្ខំអញ្ចឹងគ្រួសារសិនយើងក៏មិនប្រកាន់នឹងពង្រីកមុខរបរទៀតដែរម៉ាក់កុំអន្ទះសានេះជាកិច្ចសន្យាដីនៅអាឆឹងតង់ណូនៅមានរោងចក្រនៅបរទេសខ្លះទៀតភាគហ៊ុន 30% នៃសម្ព័ន្ធហ្វាំងនិងទ្រព្យសម្បត្តិ1/3នៅក្រោមឈ្មោះខ្ញុំទុកជាបណ្ណាការកូនស្រីរបស់ខ្ញុំអ៊ំស្រមៃលបងហ្វាំងកំលេងស្នៀតនេះខ្ញុំប្រាប់លោកមង្គលការកូនប្រុសខ្ញុំមិនមែនការលក់ដូរតួឲ្យសម្ព័ន្ធហ្វាំងមកខ្ញុំទាំងមូលក៏ខ្ញុំមិនអាចឲ្យកូនប្រុសខ្ញុំដណ្ដឹងអ្នកដែលគេមិនស្រឡាញ់ដែរលោកហ្វាំងកុំអីតាមទំនាក់ទំនងពួកយើងទោះមិនអាចខ្លាចជាដន្លងនឹងគ្នាក៏នៅមានការសហការជាច្រើនដែរបើពួកលោកចង់ឲ្យអាស៊ីដណ្ដឹងអានអញ្ចឹងក៏មិនទោសថាពួកយើងដាច់ធំមេតាអីខ្ញុំមានថាចង់រៀបការដែរអេអត់ទេពួកយើងមិនមែនឲ្យអាស៊ីដណ្ដឹងអានទេអញ្ចឹងពួកអ្នកមកធ្វើអីកូនស្រីរបស់ពួកយើងស៊ីអានរកឃើញហើយនេះជាបណ្ដាការឲ្យទៅស៊ីអានរកឃើញអ៊ីអានហើយប៉ាវ៉ាពួកយើងត្រៀមអំណោយខ្លះឲ្យអាអ៊ីដែរទៅគឺអាគារនៅខាងឈឹងយ៉ាងម៉េចដែរបានយាយយើងគឺជាកូនស្រីរបស់យើងហ្វាំងអ៊ីអានអ្នកថាពួកអ្នកជាម្ដាយឪពុកបង្ការរបស់ខ្ញុំមែនហើយអាអ៊ីហើយថ្ងៃនោះម៉ាក់ទៅពេទ្យឃើញស្នាមដៅផ្កានៅលើជើងរបស់ឯងម៉ាក់ដឹងថាជាឯងទៅហើយក្រោយមកនាងយកគំរូឈាមឯងរួចទៅពិនិត្យ DNA សុំទោសអាអ៊ីម៉ាក់មិនបានមើលថែឯងឲ្យបានល្អច្រើនឆ្នាំមកនេះឲ្យឯងលំបាកហើយ25ឆ្នាំខ្ញុំគ្មានឪពុកម្ដាយអស់25ឆ្នាំបើគ្មានលោកយាយចិញ្ចឹមខ្ញុំទេខ្ញុំស្លាប់នៅតាមផ្លូវបាត់ហើយសុំទោសអាអ៊ីម៉ាក់ចានជីងយាធ្វើស្អីនឹងមិនថាជា20ឆ្នាំនេះមានតែបងម្នាក់ទេវេទនាព្រោះតែបងម៉ាក់ផឹកថ្នា depression អស់24ឆ្នាំសូម្បីដាក់ឈ្មោះឲ្យខ្ញុំក៏ដាក់ថាអានដែរបងប្រុសដើម្បីព្យាបាលម៉ាក់ក៏បោះបង់ការស្នងគ្រួសារជ្រើសរើសរៀនពេទ្យឯខ្ញុំដើម្បីការពារមង្គលការបងរាល់ថ្ងៃមិនខ្លាចបាក់មុខតាំងពីក្រោយបងស៊ឺស៊ីរាល់ថ្ងៃគ្រាន់តែចង់ឲ្យបងមកវិញនឹងមានគ្រប់យ៉ាងពួកយើងគឺសុទ្ធតែរស់ដើម្បីបងបើឯងល្អដូចឯងថាមែនហេតុអីយកជីវិតលោកយាយមកបង្ខំកាត់ម្រាមដៃជីងយើងមកពីខ្ញុំថាម៉េចនាងមានម៉ាក់ឲ្យឯងយកតែសំណាក់តាមិនក៏ឯងមកឲ្យម៉ាក់មើលម្រាមដៃឯងមកមិនអីទេគេគ្រាន់តែបំភ័យខ្ញុំម៉ាក់បើមិនចឹងខ្ញុំអាចយកឈាមគាត់បានដែរនាងល្អិតឯងនេះឲ្យឯងយកសំណាក់ឈាមបែរជាទៅបំភ័យបងស្រីឯងវិញមើលទៅម៉ាក់ត្រូវអប់រំឯងហើយម៉ាក់យើងវាយឯងយើងវាយឯងយើងវាយឯងកុំវាយអីបានហើយម៉ាក់ឆាប់វាយទៅមែនហើយបើម៉ាក់នៅវាយខ្ញុំទៀតបងស្រីនឹងមិនទទួលស្គាល់ម៉ាក់ទេម៉ាក់ត្រូវតែវាយមាត់ក្អែកឯងណែបានហើយណែអើយនាងល្អិតនេះចំមែននាងល្អិតមិននឹកស្មានថាឪពុកម្ដាយឯងបង្កើតជាប្តីប្រពន្ធត្រកូលហ្វាំងសោះម្យ៉ាងពួកគេនៅស្រឡាញ់ឯងដល់ម្លឹងទៀតទោះជាពេលនេះលោកយាយត្រូវបិទភ្នែកភ្លាមក៏ទុកចិត្តដែរលោកយាយកុំផ្ដេសផ្ដាសបងប្រុសប្រាប់ហើយមានគាត់ចេញមុខយាយរស់បាន20ឆ្នាំទៀតគ្មានបញ្ហាលោកយាយខ្ញុំចង់ឲ្យលោកយាយ3ឆ្នាំពោចៅទួត2ផងណាល្អយាយនៅចាំមើល3ឆ្នាំពោចៅទួត2អ្នកនេះយឺតមែនផ្ដេសផ្ដាសណាស់អរគុណយឺត
ឯកូនគោព្រៃខាងនេះខាងនេះមកអីយឺតមិនស្មានថាកូនគោព្រៃក៏យល់ព្រមមកកម្មវិធីដែរសោះល្អដើម្បីអបអរគម្រោងពួកយើងនឹងចេញសើបានជោគជ័យថ្ងៃនេះក្រៅពីអ្នកមានផ្ទៃពោះគ្រប់គ្នាមិនសវឹងគឺមិនទៅវិញទៅពួកយើងមានក្រុមហ៊ុនចេញសើដែរឯងនិយាយស្អីហ្នឹងមិនមែនទេដឹងកូនគោព្រៃដល់ពេលនេះហើយឯងមិនទាន់ដឹងថាតើកាយក្រុមហ៊ុនចេញសើជាអ្នកណាទៀតអីមិនមែនទេដឹងក្រុមហ៊ុនចេញសើជារបស់បងឯងមែនហើយអូនសម្លាញ់មើលចោះចេញមកពីចាងចេញយាសាក់មកពីសិនសើស៊ីរួមចូលគ្នាគឺចេញសើវ៉ាវរ៉ូម៉ាន់ទិកមែនអញ្ចឹងក្រុមហ៊ុនចេញសើនេះគឺនាយកសិទ្ធិបង្កើតឲ្យកូនគោព្រៃតាអីនៅមានទៀតអ្នកខ្លះដើម្បីញ៉ាយស្រីមិនទៅកម្មវិធីចុះកិច្ចសន្យាក្រោយមកទើបដឹងថាតាមពិតខ្លាចធ្វើឲ្យមនុស្សយន្តរត់ទៅដេកក្រែគេសាវអញ្ចឹងទើបឆ្ងល់ថាមនុស្សយន្តដែលខ្ញុំកក់មិនក៏ឲ្យមុនប្រហែលខែអញ្ចឹងតាមពិតនាយកសិនជាអ្នកបង្ករឿងសោះអញ្ចឹងទើបកូនគោព្រៃថាមនុស្សយន្តនេះដូចមនុស្សពិតបេះបិទកំមាត់ផ្ដេសផ្ដាស់មើលសៀងយិនមិនអញ្ចឹងសួរបងស្រីទៅមែនហើយអ្នកណាថាបងថាមនុស្សយន្តមិនល្អដូចមនុស្សពិនអេហាអាយ៉ាមនុស្សយន្តមិនល្អចាំបាច់បង្វឹកមនុស្សយន្តរាល់ថ្ងៃយប់ដែរអេត្រាស់ចាំខ្ញុំលួចប្រាប់ចុះលើកមុនគេខំរៀនរំទៀតណែអ្នកបងបានមើលឬនៅហូបអីហើយនៅមិនបិទបត់ទេមិនមែនទេដឹងពេលណារំឲ្យខ្ញុំមើលទៅប្អូនខ្ញុំទេម៉ែបងស្រីមនុស្សយន្តនេះបាត់យ៉ាងម៉េចទៅតាំងពីបាត់លើកមុនមកខ្ញុំបើកលេងចេញហើយបងថ្លៃឯងដកឈីបគេចេញបាត់ហើយនឹងចេះតែឆ្ងល់ថាកើតអីបងស្រីពេលណាបងយកឈីបនោះមកឲ្យខ្ញុំវិញមនុស្សយន្តនេះឲ្យខ្ញុំមកណាអើហ្វាំងនេនអានបងថាមនុស្សយន្តដែលឯងទិញមកនេះរៀងល្ងងមិនចឹងចាំទិញមកថ្មីវិញទៅបងទៅល្ងងបងគិតថាខ្លួនឆ្លាតអីមានតែបងស្រីខ្ញុំនោះទេដែលត្រូវបងបោកបានមិនក៏វាយប្រហារគេអញ្ចឹងអេខ្ញុំប្រាប់បងបើហ៊ានធ្វើបាបបងស្រីព្រោះអង្គភាពឆ្លៀសវៃខ្ញុំមិនលើកលែងអត់ទេណាអេអូនសម្លាញ់យឺតប្រយ័ត្នដួលច្បាប់ដើមរឹកមិនឃើញទេខ្ញុំក៏គូររិសាជាថ្មីទៅត្រូវហើយពេញចិត្តអូនសម្លាញ់បងស្រឡាញ់អូនអរគុណហើយដែលឲ្យបងប្រើសមាសភាពពីរបានជួបជាមួយអូនលោកប្តីអរគុណដែលបងនៅរហូតអរគុណបងនៅរហូតទៀតបានបើកដំណើរការស៊ីតូចបានដំណើរការម្ចាស់ស្រីសូមផ្ដែផ្ដាំខ្ញុំមកចុះសូមផ្ដែផ្ដាំខ្ញុំមកចុះម៉ាក់រងចាំសិនទៅទស្សនិកជនការសម្ដែងបន្តគឺមិនអាចចាក់ផ្សាយទេ